គុំបាទទៅភូមិសម្លៀកអីសូមជួបពោមួយហាក់ទី12ដែលនឹងត្រូវប្រឡងនៅថ្ងៃទី20 21 22ហើយវិទ្យាកំពុងបាទសូមឲ្យមួយប្រឡងបាទឲ្យជាប់ឲ្យបានបាទវិទ្យា A បាទវិទ្យា A ទៅគឺអត់មានความល្អទេណាបាទវិទ្យា A បាទវិទ្យា A ភ្លើងអត់លោកគ្រូទៅវិទ្យា A ភ្លើងពីព្រោះវាត្រូវដូចជាខាងទៅវាបន្ទុក100បាទមួយថា100វាអត់ថា A វាថាទៅតែ102 101បានវាភ្លើងបាទពូមានតែប៉ុណ្្នឹងឲ្យពេលដែលជួយប្រឡងចប់បាទហើយនៅយើងបើសិនជាយើងមានឱកាសអាចជួបគ្នាបន្តនៅពេលប្រឡងជាប់ទៀតណាបាទហើយមួយសង្ឃឹមទៅខ្ញុំយ៉ាងម៉េចពេលដែលជួយប្រឡងជាប់សំភ័យអត់ខ្វះទីអ្នកដែលមកជួយមួយនោះជឿទៅប្រមុខដឹកនាំរបស់យើងសម្ដេចទៅជួបមួយគាត់ហ្នឹងណាបាទហើយមួយមើលទៅទូលោកអាចជានិយាយនេះលោកអាចជាទៅយ៉ាងម៉េចទៅណាទេមួយគាត់ជួបបាទដូចជាឆ្នាំទៅពូជួយប្រវត្តិទៅណាបាទជួយប្រវត្តិអញ្ចឹងមួយឲ្យតែមួយប្រឡងគាត់អាហារូបករណ៍នៅក្នុងទឹកទៅទទួលអញ្ចឹងឪពុកម្ដាយយើងទូណាទូអ្នកក្រុមហ៊ុនអង្គការខ្លះក៏អាចជួយជាកុំព្យូទ័រក៏ជួយយកទៅតែពូមិនដឹងថាឆ្នាំនេះវិវត្តទៅយ៉ាងម៉េចពីព្រោះជាអខានសំខាន់ខាងមួយជាប់ទៅបានទេទៅអត់ទេវាអាស្រ័យទៅលើពេលវេលាហើយនឹងបរិបទដូចថាគាត់អត់ទីទូទេដែរទៅអង្គការគាត់ជួយមួយប្រកែចិត្តបានទៅល្អដល់ថាគាត់ជួយឲ្យទៅកន្លះទៅតាមលទ្ធភាពគាត់ជួយជំរុញតម្រង់បាទអញ្ចឹងពីចុងក្រោយបាទសូមអរគុណលោកពូហើយលោកពូហើយក្រុមការងាររបស់លោកពូពីលោកហេបាទផងដែរដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកជួយធ្វើយ៉ាងណាឲ្យមួយមានការគិតវែងឆ្ងាយមានការគិតឲ្យនឹងជួយមួយឲ្យប្រឡងទៅគាត់បានទៅល្អបាទសូមអរគុណបាទហើយខ្ញុំបន្តដល់សូមជួបវិទ្យាការនេះដើម្បីជួយលោកពូពីលោកហេដើម្បីចាប់ផ្ដើមសិក្ខាសាលាពីពេលនេះទៅបាទសូមអរគុណបាទសូមអរគុណលោកគ្រូនិងលោកពូជំនាញនៅក្នុងការអរគុណអង្គការនេះសូមគុំដល់លោកសុខភាពល្អសុខភាពក្នុងក្រុមគ្រួសារនិងការទទួលស្គាល់គ្រប់គ្រងការងារផងដែរចា៎ឥឡូវនេះគឺដល់ពេលវេលាដែលបងប្អូនទាំងអស់គ្នាអាចរៀនសូត្របានច្រើនទៀតពីបទពិសោធន៍ជាក់ស្ដែងរបស់លោកគ្រូជំនាញសុខភាពដែលលោកគាត់ជាអតីតសមាជិកប្រធានយុវជនពិភពលោកហើយឆ្លងកាត់បទពិសោធន៍វិញក៏នៅក្នុងប្រទេស3ក្រៅប្រទេស3និងអាចជាផ្នែកមួយសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការប្រឹក្សាហើយនឹងបន្តในការសិក្សាបន្តទៀតផងដែរចា៎សូមអរគុណលោកគ្រូដើម្បីបានបង្ហាញតែម្ដងតាមកម្មវិធីនេះចាំស្ដាប់គ្រូជាងហើយចាំស្ដាប់គ្រូនិយាយបាទប្រហែលគ្រូជាងសូមលើកដៃប្រហែលអ្នកចង់ស្ដាប់គ្រូនិយាយសូមលើកដៃប្រហែលអ្នកចង់ស្ដាប់ទាំងពីរសូមលើកដៃទាំងពីរលើកដៃទាំងពីរអូខេអរគុណផ្ទះដល់បសាទរមួយចឹងដែលជាបឋមសូមគោរពលោកពេញចរុំប្រធានក្រុមការងារចុះជួយស្រុកក្រុមឃុំកោយ៉ាងនេះជាទីគោរពបាទសូមគោរពពពូគណៈអធិបតីលោកគ្រូអ្នកគ្រូទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះជាកិត្តិយសសម្រាប់ខ្ញុំដែលបានមកដល់ស្រុកកំណើតបងប្អូនទាំងអស់គ្នាសប្បាយចិត្តអត់សប្បាយអត់សប្បាយនឹងដឹងថាយើងជួបគ្នាថ្ងៃហ្នឹងដោយសារអីហ៎ដោយសារអីហ៎ដឹងថាយើងជួបគ្នាថ្ងៃហ្នឹងដោយសារអីហ៎ហេតុអីបានបងប្អូនជួបលោកគ្រូថ្ងៃហ្នឹងហ៎ដឹងថាហេតុអីអត់ដឹងថាអ្នកណាជាអ្នកគុំយើងឲ្យជួបគ្នាហ៎ដឹងអត់ដឹងហ៎អ្នកណាគេ
và lục cru này cru lục này dụ rong mà dưỡng hay lục pu nè lục pu pin giờ rong mày te đây bao xa to chun con mui và con chỉ pu chỉ ti sờ lạnh lục pu idol đó men đó và tay con miên và xa hà con sông hơi sơ xa được sơ bao giờ ní chỉ khui để xa không chùm non tràn phết tay là cố sông hơi ôn cho bố chùm non dương về kia cái này chẳng ấy lấy cô bồng non cô đau này ca đài bong thì rung trong hai con bong để cho bố con đôi bong prong nhầm đáy nhầm của rốt con và đang con sờ lạnh nhầm ọt đi bà anh đang chăm khỏi cha chăm xu con tha con bị phía xa trong càng nghe con chỉ mới xong thật tá phơ ở vậy là bay non chia phải giàu đo ôn sơ xa nó sân nơi bị chia lầy phơ ở vậy đã non phải giàu bộ càng nghe con cứ non phải giàu đo dụ bị chuẩn non phải giàu đo sơ xa nó sơ non phải giàu từ đó bong ôn bị chia vào rót là không khum dừng chân chỉ thực chất bà tét đây ở bao xa to chun còn mùi ôi nhâm chưa tha bà sân chỉ con mình ban đôi bà đam riệp trong cam bị thí ní hơi sầm rộp sầm rua chỉ mùi nâng ở nhà thôi chỉ mùi nâng luôn để dụ rong là cru tế bà hai chỉ dương ở ban chụp này tề chân ní cứ chia chấm nói bọc bà hai này ca để dương chụp ní hơi cool bỏng non đại dương chụp ní ngày ní cứ này giấy ông pi anakut robot pon tận ngọc này pon trong miên anakut lò ấy trong miên ngày khỏi tới trong miên ca nghe lò thôi ấy và mà nè trong miên ca nghe lò thôi xâm lực đầy và mà nè trong miên ca nghe lò hay bạc hai khu tiên ngày cày xâm lực đầy và nè lực khu chương kế bạc hai trán khu xâm lực đấy nè lực khu bạc hai trán và bạc hai trán nó miên kia để vua bay nô chun nè sọc nè phum dương tiền nè lực mà plei hơi tầm lẹ cho vĩnh bạc hai làm mà plei hơi lẹ cho vĩnh và nè lực vú bàn vú nó hô nó trôn để vọt và lực mất và cũng coi mơ này và cô và bạn chơi về man tìm bớt bỏ ông và phong tay này chất nắng nghĩa nắng riệp nắng sần thật đấy và ở con cha rồi trong ngày khỏi tới cực hà pê ôn chụp chỉ miên càng nghe là miên bạc hai trán miên kia để vua rung rương là bay là bay này trong sừng cúng ôn miên bỏ non trong mà chui ạ phải vọt và chia lại dương về nhé miên đấy miên bồng non trong mà chui lục cru này cru dương vừa bị thi đăng quân cru ấy đấy miên chẳng ớt miên khlang ấy lục cru nhâm trong xu về trẻ này phố môn năng tranh vì và chia lại tới trong đăng bị chăn tẹn tịnh và miên bồng non thang ngày khỏi bên ban chôm chơi rung rương thấy vơ bỏ phun sọc dương chui à bị vọt phun sọc dương đấy nực đo quân lục cru này cru để chui về riêng đấy nực ớt à lấy bờ miên bạc hai buôn pram rồi mà pon lại sờ bài chết đấy sờ bài khlang ớt hay bờ sờ bài chẳng mà năm ấy vừa bị thi chung rồi lực quân cru mà đo ngay ba nó mà nè chui luôn dụ sờ la ấy co mà bê mà nè ấy ba đấy ba nó mới vào bán nè ba xong lực đầy ồ bà nước ở cua bà nè đang là miên sừng khâm ấy luôn dụ rồi là miên khâm ấy nhom người sừng khâm đấy bà ở con ở dương chắp đam trôi và thiên là bọt si chùm rơi bao dương con sông ngày ní sông máu sông này dây tập pi chùm nói chứ tì muối này dây bị rương ra phương mách ở bồn riêng và cái hơi còn lòng chuột là tì đập pi bậc cũ này dây bị tinh nên pi cần nước sầm khăn là bay riêng và cái hơi đừng còn lòng chuột là tì đập pi bồn trong sẽ đạp ở rồi tròn tịch đó còn ba tích trong ớt to là trong ốc lăng băng từ bố lăng lưới của ban chơi man tìm person thật liềm mọc và trong ấy trong lòng chua ớt trong riêng và cai ớt còn mấy nè trong lòng chua xong lực đẩy và nè lực cua bài tê ấy và nè lực tiếp ban để tiếp tam nắng và lực hai môn ok lọ tê tôi tiết rằng và trong riêng của cái trong lòng chua
បើគ្រូនិយាយពីដំណោះស្រាយនិយាយពីចម្លើយពូនចង់ស្ដាប់ទេស្ដាប់ដោយយកចិត្តទុកដាក់ទេយកចិត្តទុកដាក់អត់ព្យាយាមអត់ចង់ស្ដាប់គ្រូនិយាយប្រហែលម៉ោងឥឡូវ3ម៉ោង4ម៉ោងតើងាយឲ្យចូលអ្នកអំពេញគេចាំស្ដាប់ពេលរសៀលគេបានអីស្ដាប់ទៅចុះបើយើងយកគេអត់នេះគ្រូសប្បាយចិត្តដែរតែធ្លាប់ស្គាល់គ្រូតាម Facebook ហ្នឹងណាឃើញតាម Facebook មិនដែរសង្ហាអញ្ចឹងហ៎បាទសង្ហាខ្លាំងអញ្ចឹងអត់សូវខ្លាំងទេតើឃើញអញ្ចឹងបានដឹងថាសង្ហាកប់អញ្ចឹងបាទឃើញតែតាម Facebook ឮតែសំឡេងឃើញរូបក្នុងវីដេអូអាហ្នឹងគេហៅថាស្គាល់តែក្លិនតែអត់បានខ្លួនតែមកនេះបានខ្លួនទេនេះបាទឥឡូវគ្រូសួរមួយទៀតមុននឹងគ្រូនិយាយពីរឿងរបៀបរបបរៀនធ្វើម៉េចដើម្បីឲ្យបងប៉ាកែហើយឲ្យមានទឹកចិត្តរៀនហ្នឹងគឺរៀនជារៀងរាល់ថ្ងៃហ្មងមិននឹកឃើញគេនិយាយមួយថ្ងៃឯងរៀនមួយថ្ងៃហ្នឹងគេថារៀនដាច់បាយដាច់ទឹកហើយបើថាយប់វិញអង្គុយរៀនតភ្លឺមួយយប់ហ្នឹងតែក្រៅពីហ្នឹងទៀតលេងរវល់សភៅយកទៅទាត់ដូចទាត់បាល់សភៅអាហ្នឹងគេហៅថារៀនយកមកតោះនេះឥឡូវគ្រូសួរបន្តិចចង់ឲ្យគ្រូនិយាយចំមិនចង់ឲ្យគ្រូនិយាយប្រឆិតប្រឆៀងបាទប៉ុន្តែអ្នកចង់បានចំលើកដៃតែចំនឹងឈឺណាជាពិសេសដូចសិស្សខ្ជិលសិស្សវល់ចង់រៀនប៉ាកែចង់បានបន្ទុកល្អតែខ្ជិលហើយស្ពឹកស្ទុឈឺណានិយាយចំណាដូចចេះអត់ដូចចង់ឲ្យគ្រូលេងឈឺមកដែរចំដែរគ្នាយើងសេរីឡានចេញក្បាលទៅក្រៅហើយបើថាបិទលបងគ្រូលូតតាមលបងបាទអាទិត្យមុនគ្រូចំណាយពេលមួយអាទិត្យនៅត្បូងឃ្មុំដើរនិយាយគ្រប់ស្រុកក្រុង7ស្រុកមួយក្រុងសិស្សថ្នាក់ទី12 1963នាក់ដល់ពេលជាក់ស្ដែងបូកថ្នាក់ទី11អីមកថែមទៀតព្រោះគេល្បីគេថាអាយដលមកអីដែរនិយាយពីថ្នាក់ទី10ដែលនៅរៀនហ្នឹងមកអត់មានកន្លែងអង្គុយនោះឈរក្រុមដើមឈើហើយគូលើកឧទាហរណ៍មួយមុននឹងចូលតួសេចក្តីផ្ដើមលខោនគេថាមុននឹងលេងក៏ឃុំរោងដែរស្រាប់គ្រូទៅដល់វិទ្យាល័យមេមត់ដល់ពេលមេមត់គ្រូចូលឡានទៅស្រាប់តកូនសិស្សគេនៅតាមផ្លូវនោះគេមើលគេឃើញគេកេះគ្នាគេហេគេចង្អល់ចឹងដូចគ្រូដាក់មកមិញបងកេះគ្នាចឹងចឹងប្រហែលជាគេស្គាល់ទេគេដឹងអីមួយយ៉ាងណាស្រាប់ដល់ពេលគ្រូចូលឡានទៅគ្រូចុះពីលើឡានស្រាប់គ្រូដើរមកស្រាប់កូនសិស្សគេរំភើបគេនាំគ្នាដើរទៅដល់ពេលគេដើរទៅគេថាជំរាបសួរលោកគ្រូដឹងមិនទេខ្ញុំជាអាយដលរបស់លោកគ្រូដឹងខ្ញុំជាអាយដលលោកគ្រូហើយដល់ពេលគ្រូសបងប្អូនចឹងហើយវាអត់ណាគ្រូក្នុងចិត្ត idol ឬក៏ fan ដល់ពេលគ្រូអស់ចំណុចខ្ជិលដល់ពេលអញ្ចឹងគ្រូក៏ឆ្លើយទៅគាត់វិញថាគ្រូក៏ fan អូនឯងដែរស្រាប់ដល់ពេលហើយគាត់សួរថាលោកគ្រូសុំលុយពី fan បានអត់ទេអស់យ៉ាងហ្មងបាទអីចេញពីវិទ្យាល័យហ្នឹងវិញគាត់ទៅចប់កម្មវិធីគាត់ទៅថតរូបចង់1ម៉ោងអញ្ចឹងសង្ឃឹមថាថ្ងៃនេះនិស័យយើងដោយសារបងតិរុំគាត់ជារៀមច្បងដែលគាត់ទទួលបានការសិក្សាទទួលបានការងារហើយគាត់ក៏យកចិត្តទុកដាក់ហើយគាត់ក៏ជាក្រុមការងារដែលចុះមកជួយឃុំគោយ៉ាងនេះអញ្ចឹងគាត់ក៏ផ្ដល់កិត្តិយសឲ្យគ្រូហ្នឹងបានមកជួបបងប្អូនទាំងអស់គ្នាអញ្ចឹងមែនតើគាត់ទៅជែកពិភាក្សាប្រហែលដងដែរហើយប៉ុន្តែអត់ដែល
គ្រូមានពេលតនេមានឱកាសហ្នឹងគឺបានមកដោយសារខេត្តដតីផ្សេងហ្នឹងគេកក់គ្រូមុនទៅបាទខ្លួនគ្រូឥឡូវលែងខ្លាយជាកម្មសិទ្ធិរបស់គ្រួសារហើយឥឡូវខ្លួនគ្រូខ្លាយជាកម្មសិទ្ធិរបស់កូនប្អូនជាយុវជនហ្នឹងចង់បានគ្រូអត់ណាយកទៅដាក់លើហឹងអីអូខេឥឡូវចង់រៀនបកាយអត់បងប្អូនបានណាថ្នាក់ទី11សំលើកដៃបាទថ្នាក់ទី11ឆ្នាំក្រោយចង់ជួបគ្រូទៀតអត់ចង់ហ៎ចង់ខ្លាំងអត់អូខេបងប្អូនថ្នាក់ទី12លើកដៃបាទលើកដៃចង់រៀនបកាយចង់ប្រឡងជាប់ឆ្នាំក្រោយចង់ជួបគ្រូនៅនឹងទៀតអត់អត់ចឹងមិនត្រូវបើថាចង់ជាប់នៅនឹងទៀតតែយើងចង់ជាប់ទៅចង់បាននិទេសអេមិនកើតអូខេឥឡូវបើសិនជាបងប្អូនចង់ប្រឡងជាប់គ្រូសុំចែករំលែកបទពិសោធន៍បងស្ដាប់ទេស្ដាប់ល្អធ្វើតេស្តមួយសិនទីរមណីយដ្ឋានសមូហ៍ព្រៃគុកត្រូវបានដាក់ចូលក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃណាខែណាឆ្នាំណាបាទថ្ងៃទី8ខែកក្កដាឆ្នាំ2017ត្រូវអត់ប្រឡងថ្នាក់ទី12ហ្នឹងសង្ស័យចេញសំណួរហ្នឹងទេប្រវត្តិជាចេញឈរមានអត់ទេបាទត្រឹមត្រូវទៀតតោគ្រូគាត់តែចូលមកដល់ខ្លោងទ្វារភ្លាមបារមីវិទ្យាល័យយើងបារមីរបស់ប្របាទជ័យម៉ាន់ទី7មកប្រាប់គ្រូភ្លាមថាលោកគ្រូសិស្សនៅស្រុកព្រៃឈរនេះឆ្លាតបកែណាស់ហើយបើលោកគ្រូមិនជឿទេធ្វើតេស្តមួយឥឡូវគ្រូធ្វើតេស្តគ្រាន់តែមកសំណួរហ្នឹងគេថាល្បីដោយព្រះអង្គប្រាប់មែនអញ្ចឹងតេស្តយកបោសាទោហើយគេល្បីដល់ប៉ុណ្ណេះទៀតអ្នកព្រៃឈរនេះបាទអ្នកព្រៃឈរនេះគេល្បីដល់ថ្នាក់បើថាចង់បានប្រពន្ធល្អកុំភ្លេចមករកកមុំនៅព្រៃឈរហើយជាពិសេសឃុំល្បីយ៉ាងល្បីអត់ហ៎ហើយគេថាបើសិនជារោប្តីគឺរោប្តីអ្នកកំពុងចាមគេថាបេះដូងស្មោះអេអានោះគេល្បីដល់តកែវល្បីដល់កំពង់សោមមកមើលកំពុងចាមអញ្ចឹងអីមិនអត់ទេណាទាំងមួយបាទអរគុណច្រើនឥឡូវគ្រូសួរមកសំណួរទេគ្រូនិយាយគ្រូមុននឹងសាបព្រោះនៅក្របពូជក៏គ្រូត្រូវធ្វើដីមួយចំនួនដែរបើមានក្របពូជល្អចេះតែយកទៅបាចតែផ្ដេសតែផ្ដាស់ដីមិនតាន់រៀបចំបានល្អក៏ពូជល្អហ្នឹងវាមិនដោះដែរមែនទេអញ្ចឹងគ្រូចង់និយាយថាអ្វីដែលគ្រូនឹងនិយាយទៅហ្នឹងប្រៀបដូចជាក្របពូជហើយបងប្អូនដែលអង្គុយហ្នឹងប្រៀបដូចជាដីអាហាល្អណាស់ណាបាទយល់ហ្នឹងបាទអញ្ចឹងតិចទៀតយើងសប្បាយជាមួយគ្នាគ្រូតានេះអត់មានសុំថែម៉ោងទេសុំត្រឹមតែ11កន្លះគឺយើង see you again ណាអ្នកខ្លះ see me again in ភ្នំពេញអ្នកបងប្អូនថ្នាក់ទី11 see me again next year ជួបនេះឆ្នាំក្រោយគ្រូពេលបែកពីបងប្អូនគ្រូអត់ដែរនិយាយថាបាយបាយទេអាបាយបាយហ្នឹងគឺទៅហើយអញ្ចឹង see you again គឺជួបគ្នាម្ដងទៀតតោះទេតិចគ្នាយើងពេលគ្រូចេញទៅលោកគ្រូអញ្ចឹងគ្រូសួរទៅណាអញ្ចឹង see you again ណាអូខេតោះឥឡូវបងប្អូនចង់រៀនបកែគ្រូសុំសួរមកចំណុចទៀតទេសួរមកចំណុចទៀតបងអូនដឹងថាប្រយោជន៍នៃការរៀនប្រយោជន៍ដែលទទួលបានពីការអប់រំឬក៏ការសិក្សាការអប់រំហ្នឹង
វាមានប្រយោជន៍អ្វីខ្លះដល់ជីវិតដល់អនាគតដល់គ្រួសាររបស់បងអូនដឹងថារៀននឹងមានប្រយោជន៍អីខ្លះហ៎មើលសុំអ្នកខ្លះហានលើកដៃអូនអ្នកឆ្លើយបានរង្វាន់គ្រូសុំតិចទៀតគ្រូដើរហើយគ្រូអត់នៅហ្នឹងទេបាទបងអូនស្រីបាទស្រែកពីក្រោយមកបងអូនបាទរៀនមានប្រយោជន៍អីខ្លះបាទបាទប្រយោជន៍នៃការអប់រំគឺធ្វើឲ្យយើងមានការងារល្អមានប្រាក់ខែខ្ពស់ចឹងអូនណាមានអីផ្សេងក្រៅពីនឹងទៀតទេបាទយើងឆ្លាតគេអាចបោកយើងបានទេបាទត្រឹមត្រូវទី3ជាពិសេសអ្នកនៅឃុំកូននេះបាទឲ្យចេះដឹងឲ្យខ្លាយជាប្រជាពលរដ្ឋដែលមានចំណេះដឹងមានជំនាញមានខួរក្បាលល្អថ្ងៃក្រោយយើងអភិវឌ្ឍភូមិអភិវឌ្ឍឃុំអភិវឌ្ឍស្រុកខេត្តយើងដែរមែនទេបងអញ្ចឹងឲ្យអ្នកកំពុងចាំល្បីដូចគ្រូនិយាយមិនអញ្ចឹងមែនទេបាទត្រឹមត្រូវទេបងប្អូនឯកភាពអត់ឯកភាពទេបាទគឺត្រឹមត្រូវគ្រូជូនបងអូន100ពិន្ទុបាទ100ពិន្ទុបាទល្អបាទពិន្ទុជាប់1លានបាទឥឡូវបាទ100ណាបាទអរគុណច្រើនបងប្អូនអង្គុយចុះទុកឲ្យអ្នកដទៃនិយាយខ្លះទៀតឃើញទេថាសិស្សនៅនឹងប៉កែហើយបងអូនតោះហេតុផលអីទៀតអូនការមានចំណេះដឹងទី1គឺអភិវឌ្ឍខ្លួនឯងមើលដាក់មីក្រូទីមកបើជ្រុលដល់សំឡេងព្រោះអញ្ចឹងហើយអីស្ពាល់ខួចទៀតអាខួចមើលខួចឯងនិយាយមួយមើលដាក់មីក្រូមួយមើលអូនណែបាទឲ្យទុកមីក្រូណែហ្នឹងហ៎ស្ដាប់ទៅព្រឺរោមហ្មងបាទខួចអីប៉កែមែនអូនឈ្មោះអីធីតាសុជាតាអូឈ្មោះសុជាតាហ្នឹងតាមចំណាំល្បីណាបងប្អូនឯកភាពតាគាត់ទេអត់តែគាត់មិននិយាយមិនត្រូវទេត្រូវមិញគាត់និយាយថាមិនខ្លះបាទមិញគាត់និយាយថាមិនខ្លះព្រោះស្អាតឥឡូវបើមិនមានគំនិតដូចសុជាតាទេសូមឲ្យមានគំនិតអីដែលប្លែកពីសុជាតាទៀតបងអូនយល់ថាការសិក្សាការអប់រំហ្នឹងវាមានប្រយោជន៍យ៉ាងម៉េចខ្លះដល់បងអូនមើលបងអូនជួយឲ្យយោបល់តិចមើលដូចគេដែរបាទដូចគេក៏ដែរនិយាយម៉ាត់បាទមើលក្រោកឈរឡើងអូនបាទជួយអភិវឌ្ឍសង្គមគ្រួសារយើងបាទអភិវឌ្ឍឲ្យទៅយ៉ាងម៉េចឲ្យមានភាពល្អប្រសើរជាងមុនដូចជារកប្រាក់ចំណូលក្នុងគ្រួសារបាទអូខេបាទអរគុណតែដៃរបស់សាទរជូនគាត់បាទគ្នាយើងឯកភាពដូចគាត់ទេអូនឈ្មោះអីសេចន្ទាចន្ទាណាឯកភាពដូចចន្ទាសាហាវមុខគាត់ញឹមស្រស់បាទប្រហែលគ្រូបាទល្អឥឡូវពេលវេលាខ្លីគ្រូសុំនិយាយប៉ុណ្ណឹងចោះបើយើងមិនបានយល់ដឹងច្បាស់អំពីសារៈសំខាន់នៃការសិក្សាទេអំពីប្រយោជន៍នៃការអប់រំទេបងប្អូននឹងគ្មានកម្លាំងចិត្តរៀនទេតោះណាបងមានកូនសិស្សពីរប្រភេទ
Côn sơ pi bảo phết Côn sơ tì muối Pê đai có tay sở lạc riêng kê xua tha Rất Hai đấy ban ra đai từ riêng Có ta Mọi anh từ riêng mách Vậy phép mật phép phó đó Mọi anh từ riêng mách á Bờ mai anh chê trong ngọt vậy Bà Có tha Bờ anh mà từ riêng Mai anh Ất sở bài chất Chẳng anh từ riêng họ ngay nó mẹn anh tròn thế Tại mai ơi anh bật không phí Hay bởi chất anh mong anh kết tham Đang riêng ban phải giáo chạy phỏng Sơ bài nâng á Còn tư sở lá tay nêu bế để miên sầm piết phí ở bụng mà đai thế Bế để lên miên sầm piết á Sơ nâng cứ lên trong riêng này Hay bế đê chứ mình nghi ngư thế Chẳng ớt Bụng mà đai mình đai thế mình ngư thế Anh ní kẻ hai tài chia vào phết sơ Đai riêng à sray từ lứa cả ta khẳng krau à sray từ lứa cả ta mai ở toàn này ổn mùi tiết côn sơ khla tiết kì xua tha mách ba này từ riêng nè ý mời anh từ riêng mách anh sở lanh đàn ý nơi nông nặng anh à và lâm mà đo sở lá chênh vì nặng ở tôn trong tập tiết thì ôi ta đàn đi nơi sở lá mạ cà rá cứ nơi chiến ích ông khơi nhé hãy tích thẳng này anh nâng này sao bạn nâng á cứ con màu riêng đời xa tay cả ta xong xa tí đời xa tay cả ta chủng rinh vì khẳng krau tí toàn ấy đọc cho miê ti mua chọc thạ ti đập pi cái xua mạ cà rá mách ban là lên từ riêng chẳng mách ban là lên sọ lên cắt mách ban là lên phải đau chết thung khăn ọt lo chẳng hay mơ tới đôi hiểm mà nữ ọt sừng khâm chẳng mạ cà ra tham từ riêng rong ngọp ấy tiết bơ đàn ni ca cho bạt rồi ở này khởi nhé chẳng sao vào phết nâng á ở miên cầm lăng màu riêng tê ôn hai bà sân chỉ màu xả lá ná có mình trôi thạ đai sao vào phết nâng này sao vào phết nâng ọt trôi thạ thế phê khá chuông pâng nọ nơi khẽ nọ bài nơi khẽ rồi hãy đừng coi lên này nó hay bà sân chỉ khơi côn sơn na để kia ở xa kia chỉ con ấy trôi mà trôi màu không thạ ní hôi đã kê tiết bớt mò tiết ở dưới bà hai tha kê tiết tao gái anh prang riêng nó ban thưa thông ngọt lại anh tao riêng đó chắc này à luôn anh mình prang riêng hái từ chặt rốt cơ kia nhô nhung à mật hẹ năng mà nói châu xà la tiệt hay sao bài ní nè mà riêng con mình xây châu chân cru và màn đài bà con riêng mà xây bà cái khủ hiện đây oi rồi còn hai nai non phải vô lấy chờ tích khăn cru tiệt ăn xây xà bài chất năng cru tê sao phải hết năng sao đặc biệt e để giao bọt bài ní cứ riêng ăn bà cái tê bốn bốn xà lan cru ấy châu chân cru ấy anh năng chia sẻ nhẹ bao sao phải cài còn đây sao để riêng ăn phải cài nó ăn trôi chân cru thế còn con mà nè cổ rút sờ lánh lục cru nè cru dương xong được đầy bà bỏ còn tay sao khla ăn sờ lánh ăn trôi chân nè cru thế cổ lực thì họ trong riêng phải cài hỏi về khla trong ba phần tụ lọ còn tay mưa cặp kia để ra mưa từng vừa con đang nhầm mấy cái bốn chuông nơi lại nè bên này dụ la bên cũ con cua chuông pưng cái thử trôi thả mày này sao cái cho tộc đại trôi cho riêng nó cười vù trôi thả ở linh anh lo là chuông pưng coi nơi nào nó còn là chuông pưng còn tha đỏ màu khu nâng thiệt đây à ơi hả mấy bạn sao thế chả cho nên hay bơ cá cụ vậy mấy non hay sao ai sòng say á cụ nâng chia đâu anh thôi nha anh trôi chất ra không chỉ vẹn mà mấy cụ chỉ vẹn này lơ rồi anh đi với cụ trẻ ra à mặt thẹn mà nè tiếp đây bây giờ nó trôi chất ra cái thằng anh
កុំចូលចិត្តដែរគ្រូជីវៈអញមិនចូលចិត្តតែមួយទេគ្រូរូបវិទ្យាក៏អញចូលចិត្តដែរសង្ស័យណារៀនចេះហ៎បងសិស្សបែបហ្នឹងចេះអត់ចេះទេអញ្ចឹងបើសិនជាបងអូនចង់រៀនពូកែទី1បងអូនត្រូវយល់ពីតម្លៃនៃការសិក្សាតម្លៃនៃការអប់រំហ្នឹងតើវាអាចផ្លាស់ប្ដូរអនាគតបងអូនរបៀបម៉េចការអប់រំហ្នឹងវាជួយរំដោះបងអូនឲ្យងើបផុតពីភាពអវិជ្ជាងើបផុតពីភាពក្រីក្រងើបផុតពីការបោកប្រាស់ងើបផុតពីការកេងបន្លំហើយតម្លៃនៃវិជ្ជាដែលបងអូនចេះនឹងនាំឲ្យបងអូនមានអនាគតរុងរឿងចង់មានការងារល្អចង់មានប្រាក់ខែរាប់ពាន់ដុល្លារចង់មានកិត្តិយសល្អនៅថ្ងៃអនាគតទេអាចង់នឹងវាស្រួលទេប៉ុន្តែសំណួរសួរតើយើងធ្វើម៉េចគូលើកឧទាហរណ៍ជាក់ស្ដែងមួយបងប្អូនប្រហែលអ្នកដែលយល់ថាពេលរៀនចប់ថ្នាក់ទី12នឹងបន្តទៅរៀនមហាវិទ្យាល័យប្រហែលអ្នកសូមលើកដៃប្រហែលអ្នកគិតតែចប់ថ្នាក់ទី12ទៅរៀនមហាវិទ្យាល័យលើកដៃខ្ពស់ទីមើលបងគ្រូសុំមើលតិចមើលមុខតិចបាទអូខេអានឹងជាបំណងល្អប៉ុន្តែបងប្អូនលើកដៃមិញហ្នឹងពេលទៅរៀនមហាវិទ្យាល័យមានលុយត្រៀមបង់សាលានៅហើយឪពុកម្ដាយយើងមានលទ្ធភាពឲ្យយើងទៅរៀននៅពេញទេមានលុយបង់សាលាចុះលើកដៃមិញហ្នឹងអាងអីហើយលើកដៃថាទៅរៀនពេញមិញហ្នឹងរៀនមហាវិទ្យាល័យហ្នឹងអាងអីបាទបើបងអូននិទេសអេដោយបងទីរុំគាត់លើកឡើងមិញអញ្ចឹងបងអូនអាចមានឱកាសបានអាហារូបករណ៍តោះនេះចុះយើងអត់បាននិទេសអេរៀនអត់បកែបានតែមកជាប់ហើយបងអូនចង់ទៅរៀនមហាវិទ្យាល័យតែឪពុកម្ដាយយើងអត់មានលទ្ធភាពតើបងអូនគិតថាត្រូវធ្វើម៉េចទៀតដើម្បីឲ្យបងអូនអាចរៀនមហាវិទ្យាល័យបានអាហ្នឹងគឺចំណុចទី2ដែលគ្រូចង់និយាយនៅចុងម៉ោងបន្តិចចំណុចទី1គ្រូនិយាយចែករំលែកបទពិសោធន៍លើកទឹកចិត្តតម្រង់ទិសជំរុញទឹកចិត្តបងអូនឲ្យយល់ពីតម្លៃនៃការសិក្សាត្រៀមខ្លួនដើម្បីប្រឡងជាប់ថ្នាក់ទី12អាហ្នឹងចំណុចទី1ចំណុចទី2ពេលដែលយើងជាប់បាក់ឌុបហើយតើយើងទៅណាទៀតប្រហែលអ្នកជាប់បាក់ឌុបហើយរៀបការសំលើកដៃត្រូវទៀតបាទគ្រូនិយាយទៅដូចដឹងអញ្ចឹងតាមពិតមិនមែនគ្រូបកែគ្រូដឹងទេបារមីព្រះអង្គសន្តិទេគ្រូឯណាដែលតែដឹងសិស្សសាលាសិស្សនៅវិទ្យាល័យគោនៅឃុំគោយើងនេះមិនអីមិននោះគ្រូមិនដឹងអូនឯងដើរគ្រូមិនដឹងមែនទេហើយមករៀនហ្នឹងអូនឯងចូលថ្នាក់ឬអត់គ្រូមិនដឹងតែប្របាទជ័យមិនទី7ព្រះអង្គនៅនេះដឹងច្បាស់ណាស់គាត់ប្រាប់ទាំងគ្រូទៀតអ្នកណាដែលប្រឡងមើលប្រយ៉ងនោះតែគាត់ផ្ដាំចេះពេលប្រឡងបាក់ឌុបមែនតើកុំយកនេលកាកុំយកកាសូកុំយកប្រយ៉ងកុំយកអីទៅតែប្អូនយកទៅគេចាប់បានគេកត់លេខតុកប្អូនធ្លាក់ដល់ជោគជ័យបាទធ្លាក់ស្វ័យប្រវត្តិតោះចឹងអូនបាទបើប្អូនចង់រៀនបកែប្អូនចង់រៀនបកែប្អូនយល់ពីតម្លៃនៃការសិក្សាសិនឥឡូវប្អូនជឿថាការរៀនសូត្រពិតជាអាចជួយលើកកម្ពស់ជីវភាពប្អូនទេជួយលើកកិត្តិយសគ្រួសារពេលប្អូនរៀនតើវាជួយប្អូនឲ្យមានការងារល្អមានប្រាក់ខែច្រើនទេប្អូនជឿចឹងអត់ប្អូនច្បាស់ចឹងអត់ឬក៏ប្អូនគិតថាទោះបីជារៀនបកែយ៉ាងណាក៏ដោយបើអត់ខ្សែអត់បាក់ពួកគ្មានលុយសូកគេមិនអាចធ្វើធំទេមានបងប្អូនណាគិតអញ្ចឹងទេបើគិតអញ្ចឹងបងគ្មានកម្លាំងរៀនទេតោះណាឥឡូវគូលើកឧទាហរណ៍ជាក់ស្ដែងមួយគូលើកឧទាហរណ៍ជាក់ស្ដែងមួយចង់ស្ដាប់ទេកូនកសិករក្រីក្រសោះតែឥឡូវគេធ្វើការងារល្អគេបានប្រាក់ខែរាប់ពាន់ដុល្លារក្នុងមួយខែហើយអាយុមិនទាន់40ផងតែអាយុ30ជាងបន្តិចទេបងចង់ដឹងទេចង់ដឹងចង់ដឹងច្បាស់ចង់ជួបគាត់ទេចង់ឃើញមុខគាត់អត់លោកគ្រូសៀវស្រីអ្នកនេះមកជាមួយខ្ញុំផ្ទះដៃអបអសាទរជូនគាត់សង្ហែ
đăng thả tới quạt vừa ấy à lời ní con miên tầm này cua căn ca nghe xả lá căn ca sẽ còn chia lấy chia để dụ rong nơi về chia than sặc sạt là mấy chục chơi nữa là sai like cam bị thi họ đóng lọc khơi còn đấy con cứ chia một nút sầm khăn con cứ chia một nút sầm khăn bây giờ nhóm ọt nữ qua đây bà vô điện đang nghe chẳng miền này thác cái kia bọn con sầm khăn con chỉ kêu ở tên mà nè đây là bay đây con bờ riêng bọc cả lắc bọc cầm hun bọc cả lắc là bọn ông ca chở này ca nghe sầm khăn pi ở lỡ ti muối còn chui nị sắt ỏi miên ca nghiệt phứ rô lối ban trai khuôn anh riêng mà ha về chia lại khuôn anh anh đang cư sầm mặt phiền bọc quạt à lấy nè ti pi ca nghe sầm khăn con mùi tiết con cư chia chủng rúc chia bột côi mà nè đại krom hun chiêng bay rồi krom hun à lấy ní nông đầy con chiêng sam sập krom hun đại bán snao sông con ao chư rư nị sắt ao từ phơi caในក្នុងក្រុមហ៊ុនគាត់រកតែនិស្សិតឲ្យគេទៅធ្វើការអត់តាមាននោះប្រាក់ខែខ្លះ180 $200ដែលបងប្អូនទៅចប់បាត់ដូចទេអូនឃើញទេរលុយបានចាយខ្លួនឯងរៀនមហាវិទ្យាល័យដោយខ្លួនឯងទៀតអាហ្នឹងការងាររបស់គាត់ហើយប្រាក់ខែគាត់រាប់ពាន់$អូនឃើញទេហើយខ្ញុំមិនហ៊ានប្រកាសថាប្រមាណទេប៉ុន្តែខ្ញុំដឹងតែច្រើនហើយថ្ងៃមុនគាត់ទៅត្បូងឃ្មុំគាត់និយាយប្រាប់កូនសិស្សថារហថ្ងៃនេះគាត់ពិបាកចិត្តគឺពិបាកចិត្តអត់មានពេលវេលាចាយលុយឥឡូវនេះពិបាកចិត្តអត់មានពេលវេលាចាយលុយហើយខ្ញុំដឹងតែប្រាក់ខែគាត់ច្រើនហើយអីបានខ្ញុំដឹងតែច្រើនពួកពេលដែលបើកប្រាក់ខែបុគ្គលិកខ្ញុំអ្នកសញ្ញេសៃចុះគាត់ថាខ្ញុំឃើញបុគ្គលិករបស់ខ្ញុំខាងគណនីគេរៀបចំបញ្ជីឈ្មោះបើកប្រាក់ខែបុគ្គលិកគេយកសៃមកខ្ញុំសញ្ញេគាត់ថាខ្ញុំមើលឈ្មោះគាត់ខ្ញុំឃើញទឹកលុយនៅលើសៃខ្ញុំថាអូច្រើនហើយគាត់ណាឃើញទេពេលខ្លះគ្រូសញ្ញេឡើងញាត់ដៃហើយដល់ពេលគ្រូសញ្ញេឲ្យបុគ្គលិកខាងគណនេយ្យគេចូលទៅបន្ទប់គាត់គេយកសៃគេយកប្រាក់ខែទៅបើគាត់គ្រាន់តែឃើញមុខអ្នកនឹងដើរចូលមកគាត់ដកដង្ហើមធំឲ្យក្រវីក្បាលគាត់ថាលុយទៀតហើយបាទឃើញទេចង់មានអនាគតដូចគាត់ចឹងហ៎ចង់ហើយមកជាមួយគ្រូគាត់ជិះឡានមកជាមួយគ្រូបើកឡានមួយគ្រូបើកឡានឲ្យមួយគ្រូគ្រូទៅសាកជើងពេលនឹងបន្តិចដែរឃើញទេនឹងមកទៅកងឡានគ្រូទេមែនអញ្ចឹងហើយបើតកងឡានគ្រូយ៉ាងហ្នឹងហើយចុះគ្រូអង្គុយក្នុងឡានមែនអញ្ចឹងប៉ុន្តែពេលចូលមកមិញអ្នកណាបើកឡានគ្រូតែអញ្ចឹងតកងឡានហ្នឹងហើយចុះហើយចុះបងប្អូនពីរនាក់នោះអាលីយ៉ាហើយនឹងអភ័ក្រមកជាមួយនោះពិធីការនីដ៏ស្រស់ស្អាតនោះជ្រៀងព្រោះទៀតនោះគ្រូបើកឡានហ្នឹងគាត់អង្គុយចំហៀងអង្ការៈប៉ាំងចុះអ្នកអង្គុយក្រោយនឹងដឹងប៉ុណ្ណាអត់ដឹងចឹងនិយាយតែគាត់មួយបានទេនិយាយកូនគេអាចនិយាយខុសគេរករឿងនិយាយគាត់មួយពេលចប់អនុឆ្នាំ2000ចេញពីព្រៃវែងអ្នកព្រៃវែងជាកូនកសិករចប់បាក់ដុតទៅភ្នំពេញអត់មានលុយទេឪពុកម្ដាយមានតែម៉ូតូអាសង់សេអ៊ូលកាចាស់មួយស្គាល់អាសង់សេអ៊ូលទេអាសង់ការ៉េណាសូជាតាអាសង់ការ៉េកាចាស់មួយតែអត់មានលុយទេទៅនៅស្ទឹងមាន
miền chơi à tia kê tục cho nó từ sông mà cha tia kê của bò nơi khẳng lứa hay đạm mà tô nơi khẳng cóng từ từ bố mình toàn squat tật đầy cái lướt mà tô nó từ chọn tivi này có đặt lại ban mà tô nè riêng quật từ phương cao ông chạm bằng bạc hai sai sấp đô la từ bông sai sấp đô la bạc phía ông chạm và lâm lăng dây pi mà nữ cam mà co cam mà cao này tầm rong chua từ rô càng thì thôi còn rút còn chmiết mình nghe kê còn lên rút tam lư còn lọt trướng rút từ từ mòn khơi trang quan giả lại khơi giả lại hay khơi sọ quan ba chẳng ấy nó tăng vì nông màu chưa có bà nó còn chưa ấy còn tay bổ mua to su quạt phơi ca rô chạm bạc hai sai sấp đô la ôn đáp sạch rương còn hơi ná cú tiên ta mảnh tích ôn miên cầm lăng chất riêng đôi bạch ở phục mà đai bạch nè đầu tây kia chùm rung tê tê ảm nâng bàn dương miên là nà cút bên chẳng ai có chia mà nước để miên chan tẹ cứ khô pi mà nước để tẹ chăn thế vô là bà nước để miên chan tẹ có miên chất trong châu chơi bất và con có chia mà nước để to su canh ở nia hỏi chế ọt clean bởi dương ọt hỏi mưa tới từ sọ trao xiên ọ và họ ấy dương chế từ trom sân tư đầm bầy ruột hay đầm bầy riêng toàn này ổn về để phơi cái rồng chắc con xong lôi bàn tịch tôi từ riêng bạ nhà bà rồng từ riêng bạ nhà bà rồng phơi cái rồng chạm phong từ riêng phong à xong dễ ul cái chắc đúng không chi rồi hốt và trao lụi bắt rương đã là sâu chất lục trao lụi nè na mình lụi từ lụi bắt trong nè cro hơi cầm xót tiết còn khơi nhé cú mình này dây bỏ vọt bỏ bạ chư chấp rồi bỏ con cả to su con tê sừng khép thấm bỏ pan năng mà đo bạch cho bon còn miên là nè con phần đi ôn khơi con từ tu là tập hòn đấy bịa clay để cú trong đâm nhau từ ôn con phơi ca cho môi cú đáy cú dul bị chật con chia mà nút để dul chụp ba pi đầm lay này ca ọp rum còn chưa thà miên tại ca ọp rum ca che đăng tê để prai khai luôn con pi giúp về chôn để cây cro ọt ca nghịch phơi ọt lối ọt chui cừu xà bán à lấy con và bạ chất môi tiết trong tinh lan chun ở bục quạt chi ở bục quạt tha mình chi tê côn tinh mà tô ơi chi và bạ chi tiết để xa qua là lấy cha nên mượn ban ngay cứ cầm mong côn cứ tinh con vì môn con à nếu còn chui cru xa con bà đấy mà khai con chui cru này bán chui cru xa con bán ở bốc bài rồi bà con sờ bài chặt tiệt sầm nua cú trong xua ôn sờ mai mưa tá ở bốc mà đai ôn con rồng phơm chặt tế bờ ôn ngày nắng này hai bay năm pram năm khỏi đọc năm cày ôn prang riêng ôn prang co sang luôn công tần nê đào váy kỹ cầm nào tê ôn sờ lăng kia rô an kia chỉ mất phe rùm chùm non khó chùm non môi pi có ở đây đây sông tô khế tư toàn ôn vô là nghe bà ôn vô pi tầm lai này ca sắc xa ấy ôn chưa ta ca sắc xa chùm rốt nhòi ôn miên là na cốt đấy ôn sầm mai khơi tha ngày khối ôn miên lan là chi miên lôi chai tuông bay chỉ ngày nâng này dương cro men hay cú vô là nâng để cú điên nơi về chia lầy có mình không bị ôn này và lâm lang trên biểu tem mong toàn bài mà đó nọ tô bài khối giờ là một giờ là bài số bơ dương lu cà bao trên máu bài số bay quan pram tại dương lu bay lu lôi trên máu đó bay còn hay anh ấy rôm che tiệt anh ấy cứ lôi rối mai xiết kiên chén thế còn xiết gió thế tại dương khơi nhà tranh văn văn ấy tiền máu pi pon miên bắt bị sao lùi hay bay pon này
បាយម្យ៉ាង3,500ប្រាប់គេថាមីងបាយ3,000បន្ថយសាច់តែបន្ថែមបាយយើងសុំទឹកស៊ីអ៊ីវទឹកត្រីគេចាក់ស្រូបបាយយល់ទេអារម្មណ៍មួយហ្នឹង500តកតែតករួចមកព្រឹកណាបងនេះជីវិតផ្ដាំចេញពីជីវិតអញ្ចឹងដូចគ្នាមិនជិះឡានមកឡានហ្នឹងគេឲ្យស្រាប់ទេតោះនេះបងឥឡូវគ្រូនិយាយប្រវត្តិគ្រូមួយឲ្យស្ដាប់ចង់ស្ដាប់អត់ហើយបើបងប្អូនស្ដាប់ហើយរត់ជួយចិត្តរៀនក្តុកក្តួលក្នុងអរអ្នកត្រៀមរៀបការពេលចប់បាក់ឌុបអាចពិចារណាឡើងវិញតែបើចប់ពីហៅការទៅក៏មកខាងប្រុសគេខឹងដោយសារគ្រូតោះឥឡូវគ្រូសួរមួយគ្រូមកពីខេត្តណាព្រៃវែងកំពង់ចាមអត់ឆ្ងាយពីគ្នាទេអូនចង់ដឹងតើផ្ទះគ្រូនៅតាណាទេស្គាល់ស្ពានព្រៃតាម៉ែអត់ស្គាល់ផ្លូវអាស៊ានទៅវងមូលស្វែងតអត់បងអូនទៅដល់វងមូលស្វែងតបងអូនទៅត្រង់ទៅកំចាយបៀហើយបើបងអូនបត់មកឆ្វេងចេះអូននឹងទៅត្បូងឃ្មុំវិញណាបងអូនជិះទៅបងអូនបត់ស្ដាំដៃចេញពីវងមូលហ្នឹងប្រហែល1គីឡូដីទៅត្បូងទៅផ្លូវព្រៃវែងណាប៉ុន្តែចេញវងមូលហ្នឹង1គីឡូនៅខាងស្ដាំដៃ1គីឡូដីបងអូនឃើញលបថ្មខ្ពស់ហើយវែងបដោយតាមខ្នល់ជាតិហ្នឹងនៅខាងក្នុងហ្នឹងគឺមានផ្ទះវិឡាស្អាតផុតលបហ្នឹងជាប់លបហ្នឹងអាខ្ទមជាប់ហ្នឹងគឺផ្ទះគ្រូសួររកឃើញប៉ុណ្ណឹងអាហ្នឹងគឺផ្ទះគ្រូភ្លៀងដេកយប់ឬ2ទៅ3កន្លែងដោយសារតែស្រក់ទឹកមានថ្ងៃខ្លះដេកមិនដឹងភ្លៀងចប់ខ្យល់បក់ល្ងាទាញភួយមកទៅ10ទៅទឹកជោកតែគ្រូដឹងច្បាស់ថាអត់នោមដាក់ខោទេតែមិនក៏ទៅទឹកភួយអូនឃើញទេនឹងជីវិតរបស់គ្រូហេតុអីបានគ្រូលើកប្រវត្តិហ្នឹងឲ្យបងស្ដាប់ចង់ជំរុញលើកទឹកចិត្តបងថាក្រមិនមែនគឺជាឧបសគ្គតែមួយគត់ដែលរារាំងមិនឲ្យយើងជោគជ័យទេតោះនេះបងថ្ងៃនេះយើងក្រមែនលូកកប៉ៅគ្មានលុយមែនគ្មានលុយច្រើនមែនមានតែប៉ុណ្្នឹងមែននេះមិនមែនគឺជាបញ្ហាទេអត់តែយើងមានក្តីសម័យថាថ្ងៃក្រោយបើខ្ញុំលូកកប៉ៅខ្ញុំអាចមានលុយអូមានលុយប៉ុន្តែលុយប៉ុណ្ណឹងអត់សំខាន់ទេអត់សំខាន់ទេអត់សំខាន់ទេសកលអត់សំខាន់ទេបងអូនចាប់បាក់ឌុបឪពុកម្ដាយប្អូនឲ្យលុយប៉ុណ្ណឹងហើយបើចិត្តប្អូនដាក់វាយគេគិតខ្លីបងតូចបងធំប្អូនទៅសាច់គ្រឿងសង្វឹងប្អូនទៅងប់ងល់នឹងគ្រឿងញៀនមានលុយប៉ុណ្ណឹងមានទូរស័ព្ទប៉ុណ្ណឹងទៅដល់ភ្នំពេញប្អូនអាចខូចអនាគតទៀតមកដល់ផ្ទះវិញម៉ែមានតែលក់គោលក់ដីទៅលក់កូនទៀតក៏មានដែរប្អូនចង់ឲ្យម៉ែឲ្យមានអនាគតបែបហ្នឹងអត់បើអត់ទេបងអូនគួរធ្វើម៉េចបងអូនខំរៀនអត់បងអូនយល់ពីតម្លៃនៃការសិក្សាអត់បើបងអូនមិនទាន់ច្បាស់គ្រូថែមឲ្យមួយទៀតចប់បាក់ឌុបអត់មានអ្នកណាមកតម្រង់ទិសអីដូចបងទរំគាត់រៀបចំកម្មវិធីចេះជួយលើកទឹកចិត្តជួយយកចិត្តទុកដាក់គិតអំពីអនាគតរបស់បងប្អូនចេះទេតោះនេះបងគឺសមាជីវៈដោយខ្លួនឯងចប់បាក់ឌុបទៅដល់ភ្នំពេញចេញពីព្រៃវែងទៅគ្រូមានលុយតែ 52,000 រៀលទេ 52,000 រៀលទេអង្គជាង20គីឡូពងទាប្រៃ210គ្រាប់ទៅដល់
ពេញបែកអស់8អនុសាវរីយ៍ដំបូងគឺចាំអញ្ចឹងតែគ្រូចង់ជម្រាបទៅបងប្អូនទាំងអស់គ្នាចែករំលែកទៅបងប្អូនទាំងអស់គ្នាទៅអត់មានផ្ទះនៅត្រូវសុំមិត្តភ័ក្តិស្នាក់នៅជាមួយទៀតកូនគេធូធាគេជិះម៉ូតូគ្រូធាក់កង់គេដាក់បាយខែគ្រូទៅដាំបាយហូបខ្លួនឯងពេលដែលគ្រូចូលធ្វើការដំបូងចុះយើងអត់លុយមករកការងារធ្វើការងារដំបូងដែលគ្រូធ្វើគឺបានប្រាក់ខែ$50លើកគ្រូសេងបានប្រហែល$គឺ$10ប៉ុន្តែមិនតូចចិត្តទេទោះបីជាឃើញគេជាកូនអ្នកមានក៏ដោយពីព្រោះមុនពេលដែលគ្រូចេញពីព្រៃវែងទៅពេលដែលគ្រូរៀននៅវិទ្យាល័យក៏មានគេទៅសើខ្លះក៏មានគេថ្មេះតេះឌីលដែរគេឌីលមិនគេឌីលថាបើក្រម្លឹងមិនក៏ប្រឹងរៀនម៉េះគេថាឲ្យម្ដាយខ្ញុំបើក្រម្លឹងមិនក៏មិនឲ្យកូនទៅធ្វើកម្មករនៅលើទូកថៃ3ខែ6ខែមួយឆ្នាំគេផ្ញើលុយមកផ្ទះទាំងពាន់ទាំងម៉ឺនបាតឲ្យអ្នកផ្ទះគេធ្វើផ្ទះឈើប៉ុណ្ណឹងអីគ្រូម្ដាយខ្ញុំនៅផ្ទះទូចពេលយប់ដេកមើលឃើញផ្កាយគឺផ្ទះលំដាប់ផ្កាយគេថាក្រម្លឹងមិនក៏ប្រឹងទៅដល់ឲ្យកូនរៀនម៉េះម៉ែខ្ញុំឆ្លើយទៅវិញថាព្រោះតែក្រនឹងហើយបានប្រឹងឲ្យកូនរៀនក្រែងលោវាចេះដឹងថ្ងៃក្រោយទៅវាធ្វើការបានល្អប្រាក់ខែច្រើនវាធ្វើការមួយខែមួយឆ្នាំវាអាចជួយគ្រួសារបានមួយពូជនេះគឺជាទឹកចិត្តគឺជាបេះដូងរបស់ម្ដាយនៅពេលដែលគ្រូចេញទៅគ្រូប្រឹងប្រែងគ្រូធ្វើការដោយសារតែម្ដាយក៏លើកទឹកចិត្តក៏ថាកូនមានតែការសិក្សាមានតែការអប់រំទេជាជំនាញជាជំនិះជាអាវុធដែលកូនអាចប្រើវាសម្រាប់ឲ្យអនាគតកូនគឺរុងរឿងគឺផ្លាស់ប្ដូរបានរីកចម្រើនបានបងប្អូនជឿចឹងអត់ជឿចឹងហ៎ហើយគ្រូប្រឹងធ្វើការគ្រូមួយខែ2ខែបានមួយឆ្នាំ2ឆ្នាំត្រឡប់មកផ្ទះវិញអ្នកព្រៃវែងចូលចិត្តសួរសំណួរ2សំណួរបងដឹងសំណួរ2ហ្នឹងអីគេទី1គេចូលចិត្តសួរថាហែងធ្វើការអីឥឡូវហើយប្រាក់ខែប្រមាណណានេះគឺ2សំណួរដែលគេចូលចិត្តពេលហ្នឹងគ្រូតែមិនចាប់ដើមគ្រូអត់ទាន់មានការងារធ្វើទេកាលហ្នឹង2ឆ្នាំក្រោយប្រាក់ខែឡើងបាន120ទេគ្រូប្រាប់ថាខ្ញុំធ្វើការងារនៅរោងពុម្ពហើយប្រាក់ខែបាន120គេថាអូយអា120កូនគាត់ផ្សារដែកចុចអិចទ្រិចទៅគាត់ថា120កូនអញគាត់ផ្សារដែកចុចទ្រិចមួយខែរកលុយបានច្រើនជាងនឹងផងមិនបាច់ទៅរៀនមហាវិទ្យាល័យអីដូចឯងទេគេថាអញ្ចឹងប៉ុន្តែគ្រូមិនខឹងទេគ្រូប្រឹងមកទៅទៀតឆ្នាំ2005ខែ7ពេលគ្រូបាន scholarship គ្រូបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសគ្រូទៅ UK គ្រូទៅ Scotland គ្រូទៅអាល្លឺម៉ង់គ្រូត្រឡប់មកវិញគ្រូធ្វើការនៅអង្គការអន្តរជាតិដោយសារគ្រូមានទំនាក់ទំនងដែរខែ7ខែហ្នឹងឆ្នាំ2005គ្រូប្រាក់ខែមកបាន$5720តែប៉ុណ្ណោះហើយគ្រូចាប់បានមានលុយទិញឡានជិះហើយមានលុយទិញឡានជិះហើយតែមិនជិះឡាននេះទេឡានកាមេរីស្វិតទេបាទឯងកាលហ្នឹងបានតែ95ហើមតាបាទដល់ពេលគ្រូទៅផ្ទះគ្រូដឹងថាងើយស្កអោនដាក់គ្រាប់គ្រូមិនហ៊ានប្រាប់គេពិតទេខ្លាចគេទៅច្បាច់កម្ដាយយកលុយប្រាក់ខែកូននៅពេញហ្នឹងមកច្បាច់កម្ដាយងាប់នៅព្រៃវែងនេះអញ្ចឹងគ្រូរៀងដាក់ខ្លួនដែរមកផ្ទះវិញអ្នកស្រុកអ្នកភូមិគេចាប់ដើមល្បីពេលហ្នឹងណាមានគេសួរដូចគ្នាឯងធ្វើការអីឥឡូវមើលទៅដូចរៀងហប់ទេ
ហើយប្រាក់ខែម៉ាណាយើងប្រាប់ថាខ្ញុំធ្វើនាយកអង្គការអន្តរជាតិហើយឥឡូវប្រាក់ខែខ្ញុំ$2,500យើងប្រាប់គេទៅពាក់កណ្ដាលទេគាត់ទៅលឺ2,500គេថាអូ2,500ហើយគាត់និយាយហ្នឹងមើលដូចយើងអត់ចាយអញ្ចឹងអូនឯងឃើញទេចាប់តាំងពីពេលហ្នឹងមកបានគេឲ្យតម្លៃថាអូអ្នកសិក្សាអ្នករៀនសូត្រការងារល្អប្រាក់ខែគេច្រើនហើយមើលទៅជីវិតគេល្អអញ្ចឹងស្អាតអញ្ចឹងបងប្អូនចង់បានអនាគតបែបហ្នឹងបើចង់គ្រូជឿថាពេលដែលបងប្អូនអាយុចិត្តប្រហែលគ្រូណាគ្រូជឿថាបងប្អូនអាចមានអនាគតល្អជាងគ្រូទៅទៀតពីព្រោះការដែលគ្រូរៀនវិទ្យាល័យអត់មានអ្នកណាមកតម្រង់ទិសអត់មានអ្នកណាមកលើកទឹកចិត្តចេះទេហើយអត់មានអ្នកណាជួយរកការងារឲ្យនិស្សិតធ្វើផងហើយរៀនមហាវិទ្យាល័យផងមិនចេះទេហើយមាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោមានអាហារូបករណ៍ពេលដែលបងប្អូនបាននិទេអេគ្រូរៀននៅវិទ្យាល័យគ្រូជាសិស្សបកាយគណិតវិទ្យាសិស្សបកាយខ្មែរប៉ុន្តែបកាយអត់មានអត់ដែលមានឱកាសបាននិទេអេមានឱកាសបានជួបរដ្ឋមន្ត្រីក្រសួងអប់រំឥឡូវនិទេអេជួបរដ្ឋមន្ត្រីក្រសួងអប់រំលើកពីនឹងរឹតតែពិសេសបានជួបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទៀតនៅវិមានសន្តិភាពគ្រូក៏ប៉ុណ្្នឹងហើយមិនទាន់មានឱកាសបានទៅវិមានសន្តិភាពម្ដងទេណាអូនប៉ុន្តែអ្នកដែលបាននិទេសអីទៅជួបជុំគ្នានៅវិមានសន្តិភាពចឹងហ៎បងទៅជួបសម្ដេចទៅទទួលរង្វាន់អ្នកខ្លះបានរង្វាន់ជាទូរស័ព្ទ smartphone អ្នកខ្លះបានរង្វាន់ជា iPad អ្នកខ្លះបានរង្វាន់ជាម៉ូតូឆ្នាំទៅមួយលឺហ៎លឺអត់បាទហើយក្រុមហ៊ុនដទៃផ្សេងគេកក់យកបងអូនទៀតបើបងអូនទៅរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មផងព្រោះឥឡូវវិស័យពាណិជ្ជកម្មនៅស្រុកយើងវាមានរបត់វាខុសពីកាលពី10 ឆ្នាំមុនវិស័យ NGO ឥឡូវឱកាសកាន់តែល្អគឺវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចគឺរីកដុះដាលដូចផ្សិតឥឡូវបងប្អូនមានជំនាញសហគ្រិនភាពបងប្អូនមានជំនាញផ្នែកពាណិជ្ជកម្មបងប្អូនមានជំនាញខាងសេដ្ឋកិច្ចបងប្អូនមានជំនាញខាងវិស័យឯកជនបងប្អូនមានឱកាសបានការងារធំហើយប្រាក់ខែច្រើនទៀតដូចគ្រូស្រេងអញ្ចឹងបងឃើញទេអង្គការក៏នៅមានដែរប៉ុន្តែគ្រាន់តែថាមានអង្គការនៅតិចតួចទេនៅតែអង្គការធំមួយចំនួនទេដូច UNDP ដូច WHO ដូច UNICEF អីជាដើមប៉ុន្តែអង្គការដទៃទៀតគឺលែងសូវមានណាគេចប់គម្រោងគេចប់អីប៉ុន្តែវិស័យឯកជនបងប្អូនឥឡូវនេះប្រទេសយើងជាប្រទេសដែលកំពុងតែមានការអភិវឌ្ឍហើយវិនិយោគិនពីក្រៅប្រទេសគេចូលមកច្រើនណាស់បងប្អូនមើលជប៉ុនមើល Eon ធ្លាប់ឮ Eon ទេផ្សារ Eon ជប៉ុនណាបងប្អូនវាមិនងាយដាក់ទុនវិនិយោគទៅប្រទេសណាទេអាហ្នឹងគ្រូសុំនិយាយពីរឿងសេដ្ឋកិច្ចរឿងពាណិជ្ជកម្មក្នុងប្រទេសយើងបន្តិចប្រធានបទហ្នឹងវាជ្រៅប៉ុន្តែគ្រូនិយាយឲ្យវារាក់ដើម្បីបងប្អូនស្រួលយល់ជប៉ុនមិនងាយដាក់ទុនវិនិយោគទៅប្រទេសណាទេតែបើសិនជាវាបានដាក់ទុនវិនិយោគទៅប្រទេសណាហើយមានន័យថាជប៉ុនវាបានសិក្សាស៊ីជម្រៅពីស្ថិរភាពរបស់ប្រទេសពីការអភិវឌ្ឍរបស់ប្រទេសពីកំណើនសេដ្ឋកិច្ចហើយនិងកំណើនធនធានមនុស្សដែរតោះណាអូនបើជប៉ុនដាក់ទុនវិនិយោគទៅប្រទេសណាហើយណាអាប្រទេសដទៃផ្សេងទៀតវាចាំមើលជប៉ុនដែរតោះណាអូនវាចាំមើលជប៉ុនដែរដល់ពេលជប៉ុនវាដាក់ទុនវិនិយោគពឹបអាប្រទេសដទៃផ្សេងទៀតអ្នកវិនិយោគពីប្រទេសផ្សេងទៀតមកឥឡូវនេះគឺថាមកច្រើនណាស់អានឹងបើមកច្រើនណាវានាំអីឲ្យបងអូនគឺនាំឱកាសការងារឲ្យបងអូនតោះហើយបងអូនត្រៀមខ្លួនបានល្អចប់បាក់ឌុបក៏មានការងារធ្វើដែរហើយអ្នកទាំងអស់ហ្នឹងពិបាករើសបុគ្គលិកគេតាក់ទងតែគូសេងនេះទេគេដឹងតែគូសេងគេឃើញកម្មវិធីគ្រូឡាយឃើញកម្មវិធីគាត់ឡាយគេដឹងគេស្គាល់គេចេះតែមកតាក់ទងគាត់ទៅអានឹងជាក្តីសង្ឃឹមបងប្អូនទេសង្ឃឹមចង់បានការងារល្អចង់បានការងារច្រើនទេចង់មានការប្រាក់ខែច្រើនទេអានឹងមានហើយអូផ្ទះដៃយកបសាទរបាទអញ្ចឹងបងប្អូនមានឲ្យប្រកែបងប្អូនមានឱកាសបានទៅជួបសម្ដេចបងប្អូនមានឱកាសលយលបាញ់ពេលដែលបងប្អូនរៀនប្រកែមិនមែនត្រឹមតែបងប្អូនបានទៅជួបសម្ដេចទេបងប្អូនលើកកិត្តិយសខ្លួនឯងលើកកិត្តិយសគ្រួសារលើកកិត្តិយសលោកគ្រូអ្នកគ្រូរបស់យើងលើកកិត្តិយសវិទ្យាល័យរបស់យើងលើកកិត្តិយសអ្នកភូមិយើង
លើកកិត្តិយសអ្នកឃុំគោនេះតើនេះអូនចង់មានកិត្តិយសបែបហ្នឹងឯងចង់បានអត់បាទក្រោយមកទៀតគ្រូសុំនិយាយបញ្ចប់បន្តិចហើយឲ្យបងប្អូនពិចារណាពេលដែលគ្រូធ្វើការរហូតដល់ឆ្នាំ2007គ្រូបានក្លាយទៅជាសមាជិកសភាយុវជនពិភពលោកគ្រូធ្វើការងារអភិវឌ្ឍយុវជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយនៅក្នុងប្រទេសអាស៊ានមានប្រទេសកម្ពុជាយើងដែរនេះគឺអ្វីដែលគ្រូមើលឃើញល្អហើយគ្រូធ្វើការងារបច្ចុប្បន្នគ្រូបានបំលែងខ្លួនរបស់លោកគ្រូคล้ายទៅជាសហគ្រិនคล้ายទៅជាពាណិជ្ជករគ្រូជួយបងប្អូនប្រជាជនខ្មែរឲ្យមានការងារធ្វើហើយគ្រូចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាយើងដែរពេលទំនេរគ្រូបានចាយពេលវេលារបស់គ្រូធ្វើជាវាគ្មិនធ្វើអីចឹងមកចូលរួមជួបបងប្អូនចេះអាហ្នឹងគឺការងារសង្គមរបស់លោកគ្រូដែរវាប្រសើរនៅពេលដែលយើងបានរៀនសូត្រហើយយើងចែករំលែកតោះណាបងអាហ្នឹងវាគឺជាតម្លៃនៃការអប់រំនៃការសិក្សាតោះណាបងគ្រូបញ្យល់ដល់ត្រឹមប៉ុណ្ណឹងបងយល់ថាការសិក្សាពិតជានាំបងឲ្យមានអនាគតទេអ្នកខ្លះពេលដែលរៀនសូត្រគាត់រៀនអត់មានក្តីសង្ឃឹមទេនេះរៀនថ្នាក់ទី12ចឹងគ្រូនិយាយផ្ទុយទៅវិញអ្នកខ្លះកំពុងរៀនថ្នាក់ទី12ចឹងមកសាលាស្ដាប់គ្រូថារៀនបងអូនរៀនសំខាន់ទៅដល់ទីវិញម៉ែឲ្យប្រាប់ថាអញប្រាប់ថាឈប់ឲ្យរៀនមិនឈប់ទេហើយរៀនហ្នឹងតិចត្រូវឬក៏ពេលខ្លះមិននិយាយចឹងទេនិយាយបែបស្លូតកូនអើយកូនម៉ែយល់ថាឈប់រៀនទៅរៀនមិនបានអីទេកូនអើយយើងក្រម្ដងហើយម្ដងទៀតគាត់ប្រាប់ថាជាប់បាក់ដប់ក៏ឈប់ធ្លាក់បាក់ដប់ក៏ឈប់ដាំដលងកូនជាកស៊ូកូនមែនទេដាំចេកកូនព្រៃឈរស្បូវចេកឃើញទេកូនឯងមិនបាច់ប្រឹងពេកទេប្រឹងយ៉ាងណាក៏នៅតែជាប្រពន្ធគេដែររៀបខ្លួនឲ្យតែល្អគង់តែថ្ងៃណាមួយមានកំឡោះណាស្អាតល្អសង្ហាបែបប្រហែលគូហេងមកតដឹងយកធ្វើប្រពន្ធចៃដន្យនេះខ្មៅតែចិត្តសអីតើអូនអាហ្នឹងគឺបងអូនមានអនាគតហើយបាទឥឡូវអាហ្នឹងចំណុចទី1យល់ពីតម្លៃនៃការអប់រំនៃការសិក្សាគឺបងអូនមានឱកាសគឺបងអូនប្រឹងរៀនមនុស្សដូចគូសេងអត់ចាំបាច់អ្នកណាទៅណែនាំគាត់អ្នកណាទៅបដៅគាត់ទៅឆ្កឹះគាត់ប្រាប់ថាគ្រូត្រូវតែប្រឹងរៀនទេព្រោះគាត់យល់ថាគាត់រៀនដើម្បីអនាគតគាត់ហើយគ្រូសួរក្មេងៗច្រើនណាស់ឧទាហរណ៍ដូចសួរសុជាតាហេតុអីបានជាបងឯងនឹងមិត្តភក្តិដទៃទៀតមិនក៏ប្រឹងរៀនម៉េះគ្រូឃើញអង្គុយស្ដាប់នេះដែលយកចិត្តទុកដាក់ម៉េះគ្រូទៅសាលាផ្សេងបងកូនសិស្សខ្លាំងអង្គុយស្ដាប់ញ៉ៃតែមកឃុំគោនេះគឺមានវិន័យល្អមែនតើបងឃើញគ្នាយើងឃើញស្ដាប់ដែលយកចិត្តទុកដាក់ឃើញអត់បងឃើញទេនេះហើយគឺតម្លៃអ្នកឃុំគោនេះគឺជាអ្នកដែលល្អតោះណាអូនគ្រូនិយាយរឿងល្អអញ្ចឹងអ្នកដែលកំពុងតែមើល live នេះកុំអន់ចិត្តគ្រូទៅឃុំណាទៅស្រុកណាគ្រូមិនដែលទៅសើអ្នកស្រុកផ្សេងទេគឺទៅសើតែអ្នកស្រុកហ្នឹងមែនទេអត់អ្នកស្រុកហ្នឹងគេវាយអញ្ចឹងអត់ណែលឺគ្រូនិយាយអញ្ចឹងដល់ពេលអញ្ចឹងអ្នកកំពុងមើល live នេះគាត់និយាយថាគ្រូឯងទៅសើអ្នកឃុំគោចូលខ្ញុំនេះស្វែងតមិនដែរចុះចាំគ្រូទៅស្វែងតចាំទៅសើអ្នកស្វែងតថ្ងៃមុនទៅត្បូងឃ្មុំទៅក្រូចឆ្មាទៅសើអ្នកក្រូចឆ្មាទៅមេមត់ទៅសើអ្នកមេមត់ប៉ុន្តែគ្រូដើរឃុំណាភូមិណាខេត្តណាក៏គ្រូឃើញបងប្អូនប្រជាជនយើងគឺល្អណាស់នៅយ៉ាប់តែអ្នកយ៉ាប់តិចតួចទេតែលើលោកនេះប្រទេសណាក៏មានអ្នកយ៉ាប់អញ្ចឹងដែរហើយអ្នកយ៉ាប់អ្នកនិយាយលេងស្ដាប់គ្នាអ្នកនិយាយលេងយល់គ្នាហ្នឹងណា
ជេរគ្នាស្ដាប់គ្នាលេងបានហ្នឹងណាមនុស្សបែបហ្នឹងនៅឆ្នាំ2017នេះនៅមានជីវិតនៅឡើយទេអញ្ចឹងយើងកុំ stress ហើយកុំខឹងគាត់កុំបន់ឲ្យគាត់ស្លាប់ហើយកុំទៅធ្វើបាបគាត់បើមានឱកាសអាណិតស្រឡាញ់គាត់ហើយជួយណែនាំគាត់ផងតោះណាកុំខឹងគាត់ពីព្រោះគាត់ក៏គ្មានជីវិតអមតៈគ្រូក៏គ្មានជីវិតអមតៈអីដែរយើងកុំខឹងគេកុំរស់ដើម្បីផ្ដោតលើការខឹងគេរស់ដើម្បីផ្ដោតលើការជួយខ្លួនឯងជួយគ្រួសារយើងជួយភូមិយើងជួយអភិវឌ្ឍឃុំយើងដោយបងធិរុំគាត់ប្រហែលជាមិនមែនអ្នកឃុំនេះទេតាមើលបងអ្នកភ្នំពេញទេបងឃើញទេភ្នំពេញឃុំកោឆ្ងាយមែនពិតតែបេះដូងពិតគឺនាំឲ្យចិត្តគ្នាតែសាទរមួយបាទរំភើបបាត់ឃុំគ្រូវិញមានអ្នកដូចគាត់ចឹងណាគ្រូទៅជួយគៀងកយុវជនអញ្ជើញឪពុកម្ដាយមេដាបៃតាឲ្យតែមានកម្មវិធីអញ្ចឹងយើងចូលរួមដើម្បីយើងស្ដាប់យើងអភិវឌ្ឍគំនិតរបស់យើងបងប្អូនរៀនជំនាញល្អប្រទេសយើងខ្វះបុគ្គលិកជំនាញតែបើបងប្អូនចេះជំនាញឲ្យខ្សោយការគិតបងប្អូននឹងត្រូវបង្ខំចិត្តទៅធ្វើការឲ្យអ្នកដែលចេះគិតតោះណាអញ្ចឹងចេះជំនាញអត់គ្រប់គ្រាន់ទេបងប្អូនត្រូវចេះគិតនៅពេលដែលបងប្អូនចេះគិតគឺបងប្អូននឹងមានអនាគតកាន់តែប្រសើរតោះណាអូនស្រឡាញ់ឪពុកម្ដាយអត់កលឹះទី2អ្នកដែលរៀនប៉ាកែគឺជាអ្នកដែលស្រឡាញ់ម៉ែឪបើយើងអត់ស្រឡាញ់ម៉ែឪអត់សងគុណម៉ែឪអត់ផ្ដល់កិត្តិយសឲ្យម៉ែឪទេណាបងអូនក៏គ្មានកម្លាំងរៀនដែរមែនអត់គ្រូក្រមែនពីមុនឥឡូវក៏មិនមានអីពេកដែរប៉ិនគ្រាន់ថាពេលចាយលុយមានលុយចាយគ្រាន់បើជាង 3000 កាលពីមុនតោះណាពេលទៅណាមកណាគ្រូលេងជិះកង់យ៉ាងហោចណាស់ក៏មានឡានមួយគ្រាន់ជិះដែរទោះបីវាមិនថ្លៃដូចគេប៉ុន្តែជិះបានតោះណាអូនបាទអត់ចាំបាច់តែជិះឡាន1លាន2លានអីបានជិះកើតទេយើងចាំមានលុយចាំគិតទៀតតោះណាបងចាំពេលបងប្អូនមានលុយចាំទិញជិះទៀតគ្រូ570ក៏មានRolls Royceក៏មានបាទអីក៏មានដែរឡានកដាស់ទិញទុកទៅបាទទិញទុកទៅអូស័យមកកណ្ដាលមិនស្រួលផ្សារយើងនេះក៏មានលួចដែរពេលសែនចិនម្ដងសិត570សិត Lexus សិត Rolls Royce គ្រូទិញអាហ្នឹងគ្រូយកទៅដាក់នៅលើធ្នើហើយគ្រូមានកង់របស់គ្រូជិះនៅវិទ្យាល័យគ្រូទុកតសថ្ងៃហ្នឹងហើយគ្រូដាក់សញ្ញាព្រួញពីកង់ទៅម៉ូតូពីម៉ូតូទៅឡានពីឡានទៅឡានអីហើយជីវភាពគ្រូរបៀបម៉េចហើយជីវិតគ្រូនៅក្នុងសង្គមម៉េចលុយអត់បញ្ហាទេអូនកុំគិតរឿងលុយពេកតោះណាបញ្ហាតែពេលអត់លុយតាមែនទេអញ្ចឹងបងប្អូនរៀនប៉ាកែចង់រៀនឲ្យប៉ាកែកលឹះទី2ឲ្យមានចិត្តមានឆន្ទៈអ្វីដែលគ្រូកំពុងនិយាយគឺបដោះឆន្ទៈបងប្អូនឲ្យប្រឹងរៀនចេញពីខាងក្នុងមកកុំចាំគេបខំចាំរៀនឲ្យចេញពីក្នុងឥឡូវចេញពីក្នុងបែបម៉េចបងអូនប្រហែលអ្នកគ្រូគ្រាន់តែនិយាយប៉ុណ្ណឹងទាញអ្នកស្រុកអ្នកភូមិមកមិនតិចទេមកមួយនេះបងស្ដាប់នៅលើខ្នល់ព្រោះពេកបងស្រីបាទអូចង់ឃើញមុខអរគុណហើយបងបាទអ្នកកំពុងមើល live មើលអីហ្នឹងជួយ share ផងបាទជួយ share ជួយផងអ្នកខ្លះឲ្យតែខ្ញុំនិយាយអ្នក live ហ្នឹងសំណុំពរលោកគ្រូ live ផងនិយាយផង live ផងនិយាយផងដល់ពេលគាត់មើលជក់គាត់មានជួយ share ណាចុងស្ដាប់តែគាត់ហ្នឹងហើយបើខ្ញុំដើរធ្វើបុណ្យធ្វើទានអញ្ចឹងហើយយើងគ្រាន់តែមើលឲ្យអ៊ីនធឺណិតយើងមានចុច share ចុចចែករំលែកទៅណាបងមើលអញ្ចឹងឥឡូវបងមកបងស្ដាប់ទៅព្រោះបងមកមែនទេបងអូស្ដាប់ពីផ្ទះទេប៉ុន្តែពេលមិនបានមកដល់ហ្នឹងបងចង់ឃើញមុខហ៎អូចង់ឃើញមុខបាទអូបងគ្រូដែរណាបាទបើបងចង់ឃើញមុខហើយឥឡូវបានឃើញហ៎ជោគជ័យបងណានោះលឺតែសំឡេងស្គាល់តែក្លិនអត់បានខ្លួនឥឡូវមកនេះបានខ្លួននេះបាទហើយទៅវិញជួយចែករំលែកបងប្អូនទៅវិញយកអីដែលយើងចេះចែកដឹងហ្នឹងចេះដឹងហ្នឹងយើងយកទៅជួយប្រាប់អ្នកភូមិយើងផងបានអត់បាទទេបាទប្រហែលអ្នកទៅវិញចែករំលែកដល់អ្នកភូមិសូមលើកដៃអូខេឥឡូវចូលដល់ចំណុចទី2នៅក្នុងចំណុចទី1បងប្អូនស្រឡាញ់ពុកម្ដាយអត់
លើកដៃឆ្វេងលើកដៃឆ្វេងអ្នកស្រឡាញ់ម៉ែលើកដៃឆ្វេងលើកពោះស្រឡាញ់ខ្លាំងលើកតិចតិចស្រឡាញ់តែពេលម៉ែមានលុយបាទខ្លាំងមុនស្រឡាញ់ម៉ែលើកដៃឆ្វេងស្រឡាញ់ឪលើកដៃស្ដាំអ្នកលើកដៃស្ដាំទម្លាក់ដៃឆ្វេងគឺស្រឡាញ់ឪភ្លេចម៉ែអ្នកលើកទាំងពីរស្រឡាញ់ម៉ែស្រឡាញ់ទាំងឪលើកពោះបាទអ្នកលើកពោះស្រឡាញ់ម៉ែស្រឡាញ់ឪស្រឡាញ់បានយូរស្រឡាញ់ដល់ចាស់កោងខ្នងអូខេហើយបានស្រឡាញ់ម៉ែឪធ្វើឲ្យយើងមានទឹកចិត្តប្រឹងរៀនឪពុកម្ដាយគឺជាមនុស្សដែលមានគុណបងអូនជឿឪពុកម្ដាយមានគុណទេអ្នកណាថាម៉ែឪអត់មានគុណលើកដៃអ្នកណាថាម៉ែឪចាប់ទៀតលើកដៃខ្ញុំក៏ហ៊ានលើកដែរម៉ែឪមានគុណយ៉ាងម៉េចខ្លះទី1ម៉ែឪផ្ដល់កំណើតឲ្យកូនមានគុណទេមានដាបៃតាមានតួនាទី5យ៉ាងទី1ផ្ដល់កំណើតឲ្យកូនម៉ែឪយើងបានផ្ដល់កំណើតឲ្យយើងនៅផ្ដល់នៅបើផ្ដល់មកពីណាទី2ម៉ែឪចិញ្ចឹម3បាត់ថែទាំបងអូនម៉ែឪចិញ្ចឹមទេចិញ្ចឹមអត់ហើយបងចិញ្ចឹមមិនធំប៉ុណ្ណឹងមានក្រៅស្លៀកពាក់ប៉ុណ្ណឹងមែនទេទី3ម៉ែឪផ្ដល់ការអប់រំឲ្យកូនម៉ែឪបងបានផ្ដល់ឡើងឲ្យទេផ្ដល់ឲ្យអត់បងមិនបាត់មកដល់នាទី12 11មែនទេឥឡូវម៉ែឪមានគុណនៅអ្វីហ្នឹងទី4រៀបអាពាហ៍ពិពាហ៍ឲ្យកូនដល់ពេលមិនតន់ដល់ពេលកូនថាគាត់អត់គុណតោះនេះអ្នកណានិយាយថាម៉ែឪអត់មានគុណរឿងបោះរំដួលទុកឲ្យរំដួលដោះស្រាយតោះនេះបាទទី5រៀបអាពាហ៍ពិពាហ៍ឲ្យកូនហើយចែកទ្រព្យតាមការគួរទៀតតោះនេះតែបើគាត់ការឲ្យហើយគាត់ឲ្យលុយយើងរៀនអស់ហើយយើងមានការងារធ្វើរកលុយការខ្លួនឯងបានមិនបាច់ពឹងឪពុកម្ដាយអា$5,000រកខ្លួនឯងទៅអានឹងតែប្រសើរម៉ែឲ្យការហើយដីគាត់មានប្រមាណមិនបាច់លក់ចែកស្មើទេទុកឲ្យគាត់ជួយបងប្អូនយើងឲ្យមានអនាគតដូចយើងទៅបងប្អូនម៉ែអ្នកគិតអញ្ចឹងធ្វើអញ្ចឹងសំលឹកដៃអានឹងគេហៅកូនមានកំណើតកូនល្អតែសួរតែចុះអ្នកទៀមទាគេអានោះមិនដែរគ្រូរឿងបោះរំដួលទុកឲ្យរំដួលដោះស្រាយតោះឯងច្បាស់ស្រឡាញ់ម៉ែឪឯងស្រឡាញ់ខ្លាំងបាទឥឡូវតោះនិយាយរឿងសំខាន់ជាងនឹងទៀតរឿងប្រឡងសប្តាហ៍ខែនេះថ្ងៃទី21ខែសីហាខាងមុខនេះគឺឡើងលើខ្សែវៀនហើយតោះចង់ប្រឡងជាប់ប្រហែលអ្នកចង់លើកដៃឲ្យខ្ពស់ភ្លាមផ្លេតបាទល្អចង់នឹងស្រួលទេតែធ្វើមិនឲ្យជាប់នោះអាហ្នឹងជារឿងមួយទៀតច្បាស់ហើយអូនសក់អញ្ចឹងដឹងតកែច្រៀងសក់លយជាងគ្រូទៀតគ្រូនៅពីក្មេងបើឥឡូវក៏ក្មេងដែរគាត់ថាបើនៅពីចេះនេះសក់បានតែប៉ុណ្ណេះហ្នឹងមិនបាច់ទេសង្សារនឹងយកទៅណាអស់ទេមនុស្សមានសង្សារច្រើនក៏មិនប្រកបតែសាវ៉ាគ្រូនិយាយចឹងនៅត្បូងឃុំអាទិត្យមុនស្រាប់តែអ្នកយកទៅទៅសេនោះនិយាយពីទៅសេគ្រូល្បីពេញ Facebook ប្រហែលថ្ងៃមុនគេថានោះលោកគ្រូឃីមសុកហេងចំទៅចម្រៀងបាញ់សេនិចហើយនីជើមគេថានោះលោកគ្រូឃីមសុកហេងបាញ់សេនិចចំនឹងនីជើមដល់ពេលគ្រូទៅមើលអាសំណេរដែលគាត់ទៅសេនៅខាងក្នុងគាត់ដកស្រង់សម្ដីរបស់សេនិចទៀតពេលដែលសេនិចមើលវីដេអូរបស់គ្រូហើយគាត់អស់សំណើចដែលលោកគ្រូឃីមសុកហេងនិយាយពីចំណងជើងនៃបទចម្រៀងគាត់ចំធ្វើឲ្យគាត់ល្បីហើយអ្នកតសេនឹងសរសើរគ្រូច្រើនណាស់គាត់ទៅសេលើពីគ្រូគាត់និយាយពីប្រវត្តិរបស់គ្រូប៉ុន្តែកាក់វាមានមុខពីរនឹងអ្នកចូលទៅមើលអត់អីទេចុះបើអ្នកមើលតែចំណងជើងហើយនិយាយពីយករូបគ្រូហេងហើយយករូបតារាចម្រៀងស្រីតារាចម្រៀងប្រុសគ្រូគ្រាន់តែឃើញមួយផ្លែតក៏ថាគ្រូហេងល្បីគួរសមដែរតាដល់ពេលគេដាក់ចំណងជើងគេថាលោកគ្រូឃីមសុកហេងបាញ់ចំសេនិចហើយនឹង
bánh xì nít hay nâng ni chơm trong cho bên này ở ba trôi từ mưa khâm xa để con xe còn là khơi cho non trứng đăng lục ru kim sọc hên bánh xì nít trong nó đăng bánh xì đăng bánh xì nè vậy và năng bê lấy nó tôi đo xì nít tiết này đo ni chơm tiết tôi đo nè tôi xe tiết này ủa lấy ở ban này oi ta lấy cứ đăng ta kia vô ta cắt to đăng ta kia vô ta tròn hay ta bên trong lấy đăng luôn thế này hay nè là tiết ta đi là hữu điệt đôi cũ mà khung cô chẳng là vậy mua sao chẳng này nè xiêm riệp nè đo men chơi có tha là cũ pe na màu đo men chơi pe na đo xiêm riệp pe na đo ta cao là cũ lùm yên pe hơi ta chui ta nè cả phong chám tới vậy oi ta nè bông mông sạp chốt nhom nơi pre ven trong cầm nan cũ mày đây hay mày mà hai tới cũ mình tới nó dương hai nơi hai sao tới bờ kia mình tới trong không ấy này tới trời mấy lâu vậy con đấy bọn hai bảo kẻ đại chun con mà dương ba môi nè đại bạc cài cất nè đại khăng chẳng bằng dương miền là cột mẹ lời từng tung complete rồi trong từ tại complete từ lên của hết thôi thấy ta từ lên của hết đôi từ lên con chắc bên đây chân khía mày này nơi chân khía nè tại nơi chân khía mà chọp này chơi đi hãy lưu tại chân khía nó còn mình lạnh pro đây bà ở địa khu trong này dây vừa rương à cốt chẳng nâng cư chấm nói đây sầm khăn mấy bay trên vừa rương mà nu pro miên song xa chán mình men sót tại sao bà mình đi xây có được như đây còn đây khu sông từ xa nè khung cô này nè cứ từ xa tiếp nè bên mình từ xa vậy khu từ xa mùi khu châu áo ba là mấy bao ba chơi man tìm phân là prap crew là khu tân sala xe nhá sa sala thì sắt ấy mà chỉ nuốt nó thạ ti đop một tôn này miên song xa thạ ti đập mùi khu châu mau pon pon đi mưa mốc cứ tham mưa tôi xuất tập mốc nè on miên này hà miên này hà này mưa mà miên này hà không vây sắc xa nước đầy ok rồi miên nó nè miên thủ pin nè miên này hà không vây sắc xa vì mình men xuất tay à cọ tê tay bơ cầm an miên lo chiều ô tay cái phim mà nè cái phim miên này hà không vây sắc xa chia về năm bảo lên đây bà lên đây bà chia lại những bà cái nào nè miên này đây bây giờ ok nó cứu chưa mà cứu chưa snai hai chiếc năm bay tại snai hai ba chiếc năm pol này cứu sông Pà Đam rương nẹp lòng bây giờ cả cam cầm này tầm rung côn được hiệp ốp rung ớt nghĩa rê tê ôn ai đâm mình đất sập phía cha hong chôn ở rốn còn bên bờ xa che nẹt che cứ chuột ôn chưa ấy nẹt che cứ chuột thà bớt thà bay đong thà khẳng thà ta khẳng cứ chuột ban của tụ căn ở tràn đó đấy bồn trong và lót chóp cứ chun thò bay vàng trong bàn đấy sâu ở nâng mà ngay bay chọp lấy thò đi mũi nó để riêng tha đam cụ nó để riêng nó để che nó để cho lấy tha thằng bay nó là bay đòn tha tích tích ở sâu sọc kia cứ non kia riêng tích tích non kia che tích tích cho tích tích do ở sọc này pe khu này dây than nẹt che cứ cho ô sâu
ធម៌3ហ្នឹងហើយឲ្យស្រស់គ្នាឲ្យខ្លាំងគ្នាឲ្យស្រស់គ្នាឲ្យខ្លាំងទាំងអស់គ្នាបានទេបាទឥឡូវ3ដងសារវណាអ្នកចេះគឺជាប់នាំគ្នារៀនល្អប៉ុណ្ណឹងសិនឥឡូវពេលគ្រូនិយាយថាអ្នកចេះគឺជាប់ប្អូនបន្តពាក្យ3នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់តោះហើយសូមនិយាយឲ្យខ្លាំងឲ្យស្រស់គ្នាបានទេតោះសារបងដងទៀតអ្នកចេះគឺជាប់នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់ល្អបងអូនឃើញបកែគ្រាន់បើបន្តិចនិយាយប៉ុណ្ណឹងអស់នៅស្រែកប៉ុណ្ណឹងអស់នៅហើយបើនៅទុកធ្វើអីទៀតណាបញ្ចេញអស់តអ្នកចេះគឺជាប់នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់អ្នកចេះគឺជាប់នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់ម្ដងទៀតអ្នកចេះគឺជាប់នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់ចាំនៅជិះមកជិះម៉ូតូទៅផ្ទះវិញសូត្រទៅដល់អ្នកចេះគឺជាប់នាំគ្នារៀននាំគ្នាចេះនាំគ្នាជាប់បាទអូនច្បាស់មុននឹងដេកសូត្រ3ចប់ព្រលឹមឡើងសូត្រ3ចប់ទៀតមួយថ្ងៃសូត្រ2ដងតោះរបៀបយកតែអនុវត្តចេះឧទាហរណ៍បងដើរមកឃើញមិត្តភ័ក្តិនៅកន្លែងយកម៉ូតូអញ្ចឹងយើងដើរពីណាពីណីមិនដឹងទេតែយើងដើរមកយើងស្រែកអ្នកចេះគឺជាប់បងតទៅទៀតបន្តឧទាហរណ៍ថាពេលគ្រូឡើងចេញទៅគ្រូនិយាយប្រាប់អូនថា see you again see you again ហើយគ្រូនិយាយថាអ្នកចេះគឺជាប់បងឆ្លើយតបគ្រូថាម៉េចចេញទៅបងជិះម៉ូតូជិះកង់ទៅមុនគ្រូបើកឡានតាមក្រោយគ្រូទម្លាក់កញ្ចក់ហើយគ្រូឃើញបងថាអ្នកចេះគឺជាប់បងឆ្លើយថាម៉េចបើយើងថាអញ្ចឹងអ្នកអត់ស្ដាប់ឮតាមផ្លូវគាត់ឮយើងនិយាយអញ្ចឹងគាត់ថាចុះអាពីរអ្នកនឹងឈួតទេអីយើងឈប់យ៉ាងរឿងដួលទៅឲ្យដួលដល់ស្រាប់តោះយើងថាយើងរៀនដើម្បីអនាគតយើងដើម្បីភូមិយើងដើម្បីឃុំយើងតើអត់អូនច្បាស់អ្នកចេះគឺជាប់ល្អឥឡូវគួរថយមួយទៀតឲ្យថយមួយទៀតអត់ចាំទេចុះចេញពីគូហេងលាទៅរុំទៅវិញអត់ប្រាប់ថាឲ្យបាក់បាយកុំឲ្យបាក់បាទ see you again បាទហើយជាប្រឡប់ដប់ជាប់អ្នកជាប់បាក់ដប់បើបងមកនេះទៀតមិនស្រួលខ្ញុំសុំមកដែរសារហ្នឹងបងលេងអញ្ជើញសុំមកបងខ្ញុំចង់មកមើលសិស្សយើងដែលរៀនបកែហើយជាប់នេះលោកគ្រូនឹងជូនរង្វាន់លោកគ្រូនឹងជូនរង្វាន់ចង់បានអត់ចង់បានរង្វាន់អត់ចង់បានពីគ្រូអត់រង្វាន់គ្រូឲ្យគ្រូមិនដែលឲ្យគេទូចទេឥឡូវគ្រូនេះលីយ៉ាមួយលីយ៉ាក្រោកឈរឡើងអូនស្គាល់លីយ៉ាអ្នកកំពុងចាំនេះបងឯងឈរបន្តិចធ្វើ promotion បន្តិចអ្នកកំពុងចាំនៅស្រុកបាធាយមើលមុខគាត់មើលអាយុប៉ុន្មានហើយ20ជាងហ្នឹង20ប្រមាណនិយាយមក23ហើយប៉ុន្មានទៀតបាទ25បាទពេលវេលាខ្លីគ្រូប្រាប់ផងតាអាយុតែ20ឆ្នាំទេនេះឥឡូវចូល21ហើយហេតុអីបានគ្រូដឹងតែ birthday ថ្ងៃមុនបាទហើយគាត់ជានិស្សិតរៀននៅ LSI និស្សិតរងថ្ងៃនេះប្រាក់ខែជិត$1000អូននឹងរង្វាន់ដែលគ្រូឲ្យ Oh my god អញអូ
chôm pra khai chán mày men cú ao tê tai cú con tại đo lọc ca tầm rong tư con nai nom con tha bờ ôn trong chụp chế ôn cua phơi rương bẹp muối pi bay chẳng từ còi pe để ôn bờ lòng bạn đục chọt toàn này ôn trong miên là na cốt đôi con đấy hỏi con mà này còn phơi âm xí nó phơi tịch tôi tê cam bị thi cú thạ chiết cam bị thi sả kha sả la thông thông xem con cổ căn bị thi cá con cột phơi bị thi cá ở đây đây hay mình trâm tay sầm lên nề dây sầm rọp sầm rô ban lọ đây chỉ riêng có bơ đó nè ông này miên khơi pe là này chuyện mình khơi cú sắp nơi càng lớn cú trẻ cất đăng nè đi nè chỉ riêng này nè khơi nè nôn nè chỉ riêng đây mà nhỏ mẹ nó còn chưa chẳng ót à lấy trong sắp con chỉ riêng ấy trong họ còn nè trong lưng đây mới chăm trong hao bà cho bà chuyện à hôm nay lên xe đạp khủ bà tại tí tiết cổ khủ nâng chi riêng ở con xe đạp đây sầm lên khủ bà ru họt bà ru hẹt mẹ nó khủ đấy bông thì đúng có bà gai chi riêng đấy bà có bà gai chi riêng đấy bà vậy đau bông thì đúng mũi bây để nhóm chua bông thì bông squall bông thì bông vậy ở bông còn là mưa một plate trong nhẹ mong bố chúng trôi chất sắc xa và vọt và bát chơi man tìm bẩn rồi bà đọc bê còn là khơi bóng plate nhưng ta bà bát chơi man tìm bẩn à bà chẳng bắn xong cổ rục bóng hay xong riêng sâu vì con bàn tràn tam bất bê để con cho mau phơ cái ca nghe chẳng phôn class squad có thể con em miền đăng ra con chỉ mà nước đá tủ cái chỉ mà nước đá bị xe ai riêng sâu vì con bàn tu bay chỉ cú đăng thá miên này nam mà nè che o tề còn tay sầm khăn dương che ở đây để con che ở bởi dương ở toàn che ở đây để con che thế dương cua riêng sâu vì con toàn này ôn cho bà hót bà chẳng ở đây để khu trong ở ôn chua mình mà đong tiết và mà nè sờ lạnh mai lực đại phình sờ lạnh ơi lực đại sờ đầm sờ lạnh tầng mai sờ lạnh tầng ơi lực đại tầng phì lực ở cua tiêu dây tam cú mùi riêng sau con mày phơ luôn oi của cái song con riêng song con mày phơ luôn oi của cái song con riêng song con mày phơ luôn oi của cái song con pe chụp chơi complete mà ạ bị vót phum khum dương phong đó đấy bà ta đại bò sa to mùi phơi bà đấy pe để chi mà tô chi con châu đo te sải bị khăn riêng xong mày luôn của cái xong con tay công chi con và lên đây tầng pí hãy lương đây tầng pí riêng xong con mày phơi luôn nói được xong con con đua lẹp lại ru à nó ăn vô tê toán pe đó te vinh và man nè hiên phơi hai mai hai bụng quỳ lư kề chơi bụng máy côn sông rùm khan tích bụng máy sông chơi mỏng quỳ nửa lư kề hãy bọt chừng tích cho chừng phải cùng nhóm trong phải cùng bụng mày hai chơi con nào làm mà lư kề spare con phải bằng cung con hai chấm riêng con há côn đăng ba vì cô bồng nón đại phục mai ở côn từ riêng xong côn mai hai côn phơ luôn oi phụ cái đầm bay xong côn phơ tầng pi nâng từ xong côn tầng mai xong côn tầng phanh cung con bay đòn hai côn từ ao con tầng pi nè hai này dây thá côn sờ lạnh phục côn sờ lạnh này côn nâng không phơ chỉ côn là o ôn vào mà nè dưa thà phơ bẹp nâng trầm trời lược đầy là o đã đầy cho sầm nua tì pì ôn vào mà nè dưa thà nâng trời hơi từ vinh phơ sum lược đầy
លើកអូនអ្នកដែលធ្វើលើកដៃអូនថតរូបឲ្យគ្រូគាត់ណាគ្រូនិយាយប៉ុណ្ណឹងអូនកុំបាច់រំជួលចិត្តអូនគ្រូឈុតនេះបាទគ្រូនិយាយឲ្យសោយគ្រូនិយាយឲ្យយំប៉ុន្តែពេលនេះឆ្នាំនេះគ្រូសន្យាមិនធ្វើឲ្យអូនយំតែឥឡូវគ្រូនិយាយប៉ុណ្ណឹងអូនយំគ្រូសុំទោសអូនណាគ្រូនឹងច្រៀងបទសុំទោសមកបទឲ្យស្ដាប់អត់ទេមែនឆ្នាំទៅគ្រូទៅតាណាកូននិស្សិតក៏សិស្សវិទ្យាល័យយំដែរពួកគ្រូនិយាយពីគុណម្ដាយនិយាយតែ5នាទីយំទាំងអស់គ្នានឹងឥឡូវហ្នឹងប៉ុន្តែគ្រូបានសន្យាហើយមានតែគ្រូសុំទោសតែបងប្អូនសោយច្រើនជាងអូនអត់អីណាម៉ែឪមានគុណអូនទៅវិញអោបគាត់យើងធ្លាប់ធ្វើខុសចំពោះគាត់សម្លុតគាត់ខឹងគាត់ងក់ងជារឿងអតីតកាលអូនគ្មានមនុស្សណាមិនខុសទេតោះនេះបាទអត់អូនយល់អាហ្នឹងឯងបាទអញ្ចឹងត្រឡប់ទៅវិញបងធ្វើបែបហ្នឹងឥឡូវគ្រូសួរសារជាថ្មីបើបងយល់ថាសំខាន់ហើយល្អប្រហែលអ្នកទៅវិញធ្វើសម្លឹកដៃគាត់បើជាងមុនបន្តិចបងឃើញទេមនុស្សច្រើនណាស់ទោះបីជាដឹងថាអាហ្នឹងល្អអាហ្នឹងត្រូវក៏ដោយក៏មិនធ្វើដែរមែនទេតែចង់រៀនបកែអញ្ចឹងគ្រូសុំផ្ដាំផ្ញើបន្តិចមួយដើម្បីឲ្យបងត្រៀមប្រឡងឲ្យបានល្អសូមថែរក្សាសុខភាពគ្រូឃើញបងប្អូនមួយចំនួននៅមុខនេះណាមុខសញ្ញាអ្នកឈឺកាពះគ្រូដឹងដេកមិនគ្រប់អ្នកខ្លះបាយមិនទៀងបាយថ្ងៃត្រង់រៀនគួរអត់បាយថ្ងៃត្រង់ទេពេលខ្លះម្លងបាយថ្ងៃត្រង់បានតែមីហើយមីហ្នឹងបើមីឆុងមិនអីទេវាយសិតតែមីឆៅទៅពីក្រឹបដាក់ទឹកទូអ្នកខ្លះទៀត